3 ឆ្នាំមុនខ្ញុំនឹងពូបានសហការគ្នាបើកហាងមីក្នុងរយៈពេល3ឆ្នាំយើងរកចំណូលបាន 7.02 លាននៅថ្ងៃចែកភាគលាភនៅចំពោះមុខគ្រួសារទាំងមូលគាត់បានផ្ទេរប្រាក់ 7.02 លានចូលកណ្ដេកខ្លួនឯងដោយឲ្យខ្ញុំតែ 18,000 ប៉ុណ្ណោះថ្ងៃបន្ទាប់ខ្ញុំក៏បានបិទហាងមីហើយចេញទៅធ្វើដំណើរទេសចរខ្ញុំចង់ដឹងណាស់ថាបើគ្មានរូបមន្តសម្ងាត់របស់ខ្ញុំតើគាត់នឹងបន្តយ៉ាងដូចម្តេចខ្ញុំសូមប្រកាសថាហាងមីត្រកូលចិនត្រូវបានបើកដំណើរការជាផ្លូវការហើយនៅថ្ងៃនេះក្មួយប្រុសយើងសុទ្ធតែជាគ្រួសារតែមួយកុំគួរសំអីនេះ 18,000 សម្រាប់ឯង3ឆ្នាំមកនេះឯងហត់នឿយហើយសៀវហ្វានឯងទើបតែរៀនចប់រូបមន្តដែលឪពុកឯងទុកឲ្យបើមិនប្រើទេគឺខ្ជិះខ្ជីហើយពូនឹងមានចង់ចេញលុយ 20,000 ដើម្បីជួយឯងមែនហើយយើងបើកហាងមីជាមួយគ្នាជាគ្រួសារតែមួយមិនឲ្យឯងខាត់បងឡើយឯងចេញរូបមន្តពូចេញលុយផលចំណេញយើងចែកគ្នាពាក់កណ្ដាលម្នាក់បាទខ្ញុំស្ដាប់តាមពូនឹងមានចុះពូបានដាក់ទុន 20,000 ជាប្រាក់ដើមខ្ញុំបានយករូបមន្តសម្ងាត់របស់គ្រួសារខ្ញុំចេញមកយើងជាហាងតែមួយគត់ក្នុងរយៈពេល3ឆ្នាំក្រោយដល់ការចំណាយទាំងអស់ផលចំណេញសុទ្ធគឺ 7.02 លានម្នាក់ពាក់កណ្ដាលគឺមិនមែន 18,000 នាពេលនេះឡើយសៀវហ្វានប្រញាប់ទទួលយកទៅពូរបស់ឯងមិនធ្វើបាបឯងទេមើលក្មេងនេះចុះសប្បាយចិត្តរហូតដល់ភាំងហើយពូប្រកាសជាមិនគិតលេខខុសទេមែនទេប្អូនប្រុសឯងប្រហែលជាមិនគិតថាវាតិចពេកទេមែនទេសប្តាហ៍ថ្ងៃនេះនិស្សិតបញ្ចប់ការសិក្សាមាននៅគ្រប់ទីកន្លែងក្នុងរយៈពេល3ឆ្នាំបាន 18,000 តើមានមនុស្សប៉ុន្មានអ្នកអាចធ្វើបាននេះអាចទិញឡានល្អមួយបានហើយប្អូនប្រុសឯងនៅក្មេងណាស់លុយនេះទុកឲ្យពូជួយរក្សាទុកឲ្យឯងសិនទៅក្រែងលោឯងចាយវាខ្ជិះខ្ជីចាំពេលឯងរៀបការគាត់នឹងប្រគល់ឲ្យឯងវិញពូរបស់ឯងនិយាយត្រូវហើយឯងនៅក្មេងណាស់ទៅថ្ងៃមុខនៅតែត្រូវពឹងពាក់ពូឯងដដែលមែនហើយទៅថ្ងៃមុខឯងខំប្រឹងធ្វើការទៅពូឯងមិនធ្វើបាបឯងទេខ្ញុំយល់ហើយអរគុណពូដែលបានគិតគូរពីខ្ញុំបែបនេះប៉ុន្តែការរក្សាលុយនេះប្រហែលជាត្រូវបង់ថ្លៃខ្ពស់បន្តិចហើយបែបហ្នឹងទើបត្រូវយើងសុទ្ធតែជាគ្រួសារតែមួយគិតច្បាស់លាស់ពេកធ្វើអីតោះប្រញាប់ញ៉ាំទៅតោះសៀវហ្វានញ៉ាំឆ្អឹងជំនីរឲ្យបានច្រើនទៅនេះជាអ្វីដែលមានខំរងាស់ពេញមួយរសៀលណាពូមីងខ្ញុំសុំត្រឡប់ទៅមុនហើយទៅចុះដើរតាមផ្លូវប្រយ័ត្នប្រយែងកុំចាយវាខ្ជិះខ្ជីលុយ 18,000 នោះយកទៅទិញឡានមួយទៅអាចជួយដឹកអីវ៉ាន់ឲ្យហាងមីបានទៀតមែនហើយទិញឡាន Toyota អីទៅកុំទិញឡានអាឡឺម៉ង់អីស៊ីសាំងណាបាទសៀវហ្វានកុំគិតច្រើនពេកអីបងប្រុសជីដូនមួយឯងចិត្តរៀបការហើយត្រូវការលុយនៅគ្រប់ទីកន្លែងលុយនេះទុកឲ្យបងប្រុសឯងប្រើសិនទៅរវាងសាច់ញាតិការជួយគ្នាទៅវិញទៅមកគឺជារឿងធម្មតាទេខ្ញុំដឹងហើយមីងសៀវហ្វានឯងនៅក្មេងណាស់រៀបការនឹងសាងសង់គ្រួសារសុទ្ធតែត្រូវចំណាយលុយប្រាក់សោធននិវត្តន៍របស់ឪពុកម្ដាយឯងពូនឹងជួយរក្សាទុកឲ្យឯងយកព្រមទេបាទយើងសុទ្ធតែជាគ្រួសារតែមួយជួយគ្នាទៅវិញទៅមកគឺជារឿងធម្មតាទេអ្វីដែលហៅថាការជួយគ្នាទៅវិញទៅមកគ្រាន់តែជាលោភលន់មិនចេះចប់មិនចេះហើយរបស់ពួកឯងប៉ុណ្ណោះកាលពីមុនខ្ញុំគិតពីសាច់ញាតិហើយខំទ្រាំទ្ររហូតមកឥឡូវនេះបើឯងចង់គិតច្បាស់លាស់នោះយើងមកទូទាត់បញ្ជីទាំងអស់តែម្ដងទៅបងប្រុសតើទៅណាដែរតែញ៉ាំមីមែនទេហាងមីត្រកូលចិននោះឥឡូវល្បីខ្លាំងណាស់តម្រង់ជួរក៏រកកន្លែងអង្គុយមិនបានផងមិនញ៉ាំទេចាប់ពីថ្ងៃស្អែកទៅហាងនោះនឹងលែងមានទៀតហើយបងឆឹងហេតុអ្វីបានជាមកសម្អាតអនាម័យលឿនម្លេះថ្ងៃនេះបងឆឹងថ្ងៃនេះមិនបើកហាងទេមែនទេបើកប៉ុន្តែបើកតែកន្លះថ្ងៃទេម៉ោង 12 ថ្ងៃត្រង់នឹងបិទទ្វារទៅថ្ងៃមុខនឹងលែងបើកទៀតហើយព្រះឲ្យបន្ទប់ទទួលភ្ញៀវនេះធំធេងណាស់មិនអន់ទេមែនទេអាពីពីរបស់ខ្ញុំគឺត្រូវតែអស្ចារ្យបែបនេះពុកវីឡានេះពិតជាល្អណាស់ប៉ុន្តែលុយ 7 លានត្រូវបានចាយអស់ហើយចុះចំណែកការរៀបការរបស់ខ្ញុំវិញថ្លៃទឹកដោះពិធីជប់លៀងឡានការគឺមិនអាចខ្វះបានឡើយណាមិនអីទេលុយ 7 លានចាយអស់ក៏ចាយទៅហាងមីគឺជាម៉ាស៊ីនរកលុយរបស់យើងគ្រាន់តែដកភាគលាពីសៀវហ្វានបន្ថែមទៀតនោះយើងនឹងមានគ្រប់យ៉ាងហើយបើតាមខ្ញុំនិយាយម្សិលមិញឯងឲ្យលុយគាត់ 18,000 គឺច្រើនពេកហើយកាលនោះបើគ្មានយើងបោះទុនទេតើគាត់អាចបើកហាងមីបានដោយរបៀបណាមែនហើយហាងមីនេះក៏ពួកយើងជាអ្នកគ្រប់គ្រងដែរគាត់មិនធ្វើអីសោះហេតុអ្វីត្រូវឲ្យលុយគាត់ច្រើនម្ល៉េះឯងនិយាយត្រូវហើយគាត់គ្រាន់តែចេញរូបមន្តមួយប៉ុណ្ណោះឲ្យគាត់ 3,000 ក្នុងមួយខែគឺច្រើនពេកទៅហើយទៅថ្ងៃមុខភាគលាភដែលគូដកគឺត្រូវតែដកគុំទម្រើគាត់ពេកស្អីគេបិទហាងមែនទេបងឆឹងបងនិយាយលេងមែនទេអាជីវកម្មល្អបែបនេះហេតុអ្វីបានជាបិទហាងទៅវិញគ្មានអីទេខ្ញុំហត់នឿយហើយចង់សម្រាកចំពោះប្រាក់ខែខ្ញុំនឹងទូទាត់ឲ្យបង2 ដងហើយម្នាក់នឹងទទួលបានប្រាក់ខែមួយខែបន្ថែមទៀតជាប្រាក់រង្វាន់បាទបងឆឹងបើបងនិយាយបែបនេះទៅហើយបងកាន់នីប្រាក់រង្វាន់បាទបងឆេនក្នុងពេលដែលបងនិយាយបែបនេះហើយពួកយើងស្ដាប់តាមបងហាងគុយទាវស៊ុបឆ្អឹងចាស់ដែលបើកដំណើរការបាន3ឆ្នាំនេះគឺជារបស់ហាងទាំងមូលហើយក៏ជាដើមទុនទាំងអស់របស់ខ្ញុំដែរគ្រូសាពូគិតថាវាជាហាងគុយទាវដែលពួកគេទន្ទឹងរង់ចាំប៉ុន្តែតាមពិតបើគ្មានទឹកស៊ុបនេះទេទើបមានលទ្ធផលរូបមន្តផ្សំគឺខ្ញុំចាំក្នុងខួរក្បាលយូរហើយលើโลกនេះមានតែខ្ញុំម្នាក់គត់ដែលដឹងថារសជាតិពិតប្រាកដរបស់ហាងគុយទាវបានមកពីណាអាឡូម្ចាស់ផ្ទះមែនទេខ្ញុំចង់លុបពេកសញ្ញាជួលស្អីគេជាហ្វេនអញចង់បិទហាងហេហាងគុយទាវនេះលក់ដាច់ខ្លាំងណាស់អញគិតច្បាស់ហើយនៅ
ខ្ញុំគិតច្បាស់ហើយបងអញ្ជើញមកធ្វើការលោកកិច្ចសញ្ញាជួមកមិនអីទេចឹង3ឆ្នាំហើយទុកឲ្យការចាប់បង្ខំដោយមនោសញ្ចេតនានេះបញ្ចប់ទៅជាមួយហាងគុយទាវនេះទៅកូនប្រុសឯងធ្វើបែបនេះកើតអត់ពុកម៉ាក់យីហោទើបជាស្នូនៃផលិតផលបើពុកចង់គ្រប់គ្រង Chen Fan គឺត្រូវដណ្ដើមយកសមត្ថភាពប្រកួតប្រជែងស្នូជាមុនបើមិនដូច្នេះទេត្រូវគេដណ្ដើមបានឱកាសមុននឹងពិបាកហើយមិនបានទេខ្ញុំមិនព្រមឡើយអ្នកទាំងអស់គ្នានេះជាហាងគុយទាវ Chen Ye គុយទាវស៊ុបឆ្អិនចាស់របស់គ្រួសារខ្ញុំមួយថ្ងៃរកចំណូលបានរាប់ម៉ឺនរសជាតិទឹកស៊ុបរបស់ពួកយើងគឺប្លែកគេសរសៃគុយទាវគឺធ្វើឡើងដោយដៃយ៉ាងយកចិត្តទុកដាក់មកហើយមិនស្ដាយក្រោយឡើយរកចំណូលបានរាប់ម៉ឺនមែនទេចឹងមិនមែនដេកលើគំនរលុយទេហេគ្រួសារអ្នកពិតជាមានសំណាងណាស់ជោគវាសនាល្អមែននេះមានរឿងអីហ្នឹងមិនមែនជាហាងល្បីលើអ៊ីនធឺណិតទេហេមិនក៏ឥឡូវនៅមិនទាន់បើកទ្វារទៀតប្រហែលជាលក់មិនដាច់ហើយបោកប្រាស់គេទេដឹងឡានក្រឡាប់ហើយ Chen Fan ឯងមើលហាងយ៉ាងម៉េចហ្នឹងចេញមកក្រៅភ្លាម Chen Fan នេះម៉ោងប៉ុន្មានហើយមិនឯងនៅមិនទាន់បើកទ្វារទៀតពូខ្ញុំបិទហាងគុយទាវហើយបិទហាងគ្រាន់តែរឿងបន្តិចបន្តួចការពីម្សិលមិញហ្នឹងមែនទេមិនមែននិយាយថាឯងទុកលុយឲ្យសិនទេហេមនុស្សមួយគ្រួសារមិនក៏ត្រូវគិតគូរខ្លាំងម្ល៉េះChen Fan ហាងនេះខ្ញុំជាអ្នកបោះទុនវិនិយោគណាឯងចង់បិទក៏បិទភ្លាមមែនទេឯងពិតជាមិនឲ្យតម្លៃខ្លួនឯងពេកទេដឹងត្រូវហើយបើឯងមានយោបល់មិនក៏មិននិយាយតាំងពីម្សិលមិញគ្រាន់តែជាអ្នកធ្វើការស៊ីឈ្នួលម្នាក់គិតថាខ្លួនឯងជាថៅកែនិយាយចប់ហើយនៅនិយាយចប់ហើយខ្ញុំត្រូវទៅ Chen Fan ឯងចង់ធ្វើស្អីពិតប្រាកដហ្នឹងដើម្បីតែលុយបន្តិចបន្តួចនឹងឯងហ៊ានជន់ឈ្លីមុខមាត់ពួកឯងក្រោមបាតជើងឯងគិតតែពីលុយពេកហើយមិនមែនដោយសារលុយទេខ្ញុំគ្រាន់តែហត់នឿយមិនចង់ធ្វើទៀតទេរាល់ថ្ងៃឯងមិនធ្វើការអីសោះគ្រាន់តែចាំយកលុយតែឯងហត់នឿយស្អីទៅមួយថ្ងៃរកបានរាប់ម៉ឺនឯងចង់បិទក៏បិទភ្លាមទឹកមុខដែលគាត់ខឹងសម្បាជាប្រមាថខ្ញុំគឺដូចគ្នាបេះបិទនឹងការពីខ្ញុំនៅតូចពេលដែលឪពុកម្ដាយខ្ញុំមិននៅហើយគាត់ស្ដីបន្ទោសខ្ញុំអញ្ចឹងពុកគាត់ធ្វើឲ្យឡានលេងរបស់កូនខូចហើយខ្ញុំអត់មានទេគឺបងប្រុសដួលខ្លួនឯងហើយថែមទាំងមកបុកខ្ញុំទៀត Chen Fan ពួកយើងឲ្យឯងស៊ីឲ្យឯងស្លៀកឯងនៅហ៊ានធ្វើបាបកូនប្រុសខ្ញុំទៀតទេល្ងាចនេះមិនបាច់ស៊ីបាយទេឥឡូវនេះពូស្ដីបន្ទោសឯងគឺដើម្បីល្អសម្រាប់ឯងទេចិញ្ចឹមឯងធំឡើងឯងតបស្នងខ្ញុំបែបនេះមែនទេខ្ញុំទើបជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ហាងនេះប្រញាប់បើកទ្វារធ្វើការទៅលើទេពូកុំភ្លេចថាហាងនេះឈ្មោះ Chen Ye ហើយអ្វីដែលខ្ញុំនិយាយគឺបិទហាងមិនមែនឈប់សម្រាកទេឯងមានន័យថាម៉េចនៃត្រង់របស់របរក្នុងហាងខ្ញុំលក់អស់ហើយកិច្ចសន្យាជួលក៏លុបចោលហើយដែរខ្ញុំឈប់ធ្វើហើយចុះរូបមន្តផ្សំវិញទីបំផុតគាត់សួរដល់ចំណុចសំខាន់ហើយរូបមន្តនៅក្នុងក្បាលខ្ញុំស្អីគេថានៅក្នុងក្បាលឯងខ្ញុំប្រាប់ឯងទៅ Chen Fan បើឯងចង់ចាក់ចេញក៏បានដែរប៉ុន្តែឯងត្រូវតែបន្សល់ទុករូបមន្តផ្សំឲ្យខ្ញុំហាងនេះជារបស់ខ្ញុំរូបមន្តផ្សំក៏ត្រូវតែមានចំណែករបស់ខ្ញុំដែរការនោះពូបោះទុន2សែនយូរ៉ានគឺទទួលបានដើមមកវិញយូរហើយ3ឆ្នាំនេះលុយភាគលាភដែលពូដកយកពីទិន្នន័យបន្តគ្នាបូកបញ្ចូលគ្នាទៅមានដល់ទៅ1លានហើយពូធ្វើជាមនុស្សមិនត្រូវលោកខ្លួនពេកទេនេះខ្ញុំអាចឲ្យឯងបានតែ300ទេមិនអីទេប្រហែលជាល្មមហើយអ្នកដែលលោកខ្លួនមិនមែនជាខ្ញុំទេល្អណាស់បើខ្ញុំឯងប្រហែលជាស្រួលតាមទៅនឹងទេដូចគ្នាទៅនឹងឪពុកម្ដាយរបស់ទៅទាំងឯងមកទៅ3ឆ្នាំហើយទីស្វាក់ដល់អ្នករាល់គ្នាហើយបងChenបងជាថៅកែល្អម្នាក់ទៅថ្ងៃមុខមានការអីឲ្យជួយអាចទូរស័ព្ទមកបានគ្រប់ពេលត្រូវឲ្យបងChenឲ្យសាំពីមុខមែននេះចង់លេបយកទាំងអស់មែនទេតើអ្នកណាជាថៅកែពិតទៅលាហើយអ្នកទាំងអស់គ្នាមានតម្លៃស្អីទៅរូបមន្តផ្សំនៅបច្ចេកវិទ្យាទៅជាអ្វីដែលមានឆ្នាំពីគ្មានអ្វីសោះរហូតដល់ចំណុចកំពូលនៃជីវិតហើយត្រឡប់ទៅគ្មានអ្វីសោះវិញអ្វីគ្រប់យ៉ាងទីបំផុតបានត្រឡប់ទៅសភាពដើមវិញហើយកុំថតទៀតប្រញាប់បិទទៅអូយព្រះរបស់ខ្ញុំអើយចិញ្ចឹមចំឆ្កែជាប់ភ្នែកសមមើលគុណពិតមែនអ្នករាល់គ្នាប្រញាប់មកមើលទៅអ្វីដែលហៅថាមនោសញ្ចេតនាគឺនៅចំពោះមុខផលប្រយោជន៍វាពិតជាគ្មានតម្លៃសំបីតែមួយកាក់និយាយការឥតប្រយោជន៍ធ្វើអីទៀត Chen Fan ឯងកុំចង់ឲ្យត្រូវការពីនៃប្រញាប់បើកទ្វាររកស៊ីភ្លាមបើមិនដូច្នេះទេថ្ងៃនេះឯងកុំសង្ឃឹមថានឹងបានចាក់ចេញអសោះអាឡូប៉ុស្តិ៍នគរបាលលេខ110មែនទេខ្ញុំចង់ប្តឹង Chen Fan ឯងហ៊ានប្តឹងនគរបាលពិតមែនហាខ្ញុំចិញ្ចឹមឯង20ឆ្នាំបែរជាចិញ្ចឹមបានមនុស្សរមើលគុណដូចឯងទៅវិញលោកពូពួកលោកនិយាយខ្លួនឯងតើថាហាងគុយទាវនេះជាស្នាដៃរបស់គ្រួសារលោកទាំងអស់ខ្ញុំជឿថាបើគ្មានខ្ញុំពួកលោកច្បាស់ជាធ្វើបានល្អជាងនេះអាមនុស្សរមើលគុណទៅឲ្យឆ្ងាយទៅអញមិនជឿថាបើគ្មានឯងពួកអញបើកហាងមិនកើតនោះទេចាំមើលទៅលោកភ្លុនមិនចេះឆ្អែតឆ្អន់ខ្ញុំចង់ដឹងណាស់ថាបើគ្មានរូបមន្តរបស់ខ្ញុំតើពួកគេនៅតែអាចរក្សាយីហោមនេះបានដែរឬទេពុកឥឡូវធ្វើម៉េចទៅហាងក៏បាត់លុយក៏អស់ចុះរៀបការខ្ញុំធ្វើម៉េចទៅខាងស្រីកំពុងតែរងចាំមើលមុខមាត់យើងណា Chen Fan បើគ្មានវាយើងបើកខ្លួនឯងគ្រាន់តែហាងគុយទាវសោះតើពួកយើងបើកមួយទៀតដល់ខ្លួនឯងទៅយីហោដូចគ្នាគុយទាវដូចគ្នាខ្ញុំមិនជឿថាធ្វើមិនកើតនោះទេ
ពិតមែនហើយវាជាស្អីទៅខ្ញុំចង់ឲ្យពួកគេដឹងថាបើគ្មានពួកយើងវាគ្មានតម្លៃអ្វីទាំងអស់ Chiêu fan ឯងមានស្នាដៃល្អយ៉ាងនេះទៅថ្ងៃមុខមានគម្រោងអ្វីដែរប ដូរកន្លែងថ្មីចាប់ផ្ដើមឡើងវិញខ្ញុំបានចាប់ផ្ដើមការធ្វើដំណើររបស់ខ្ញុំមិនមែនទៅកាន់ភ្នំខ្ពស់នោះទេប៉ុន្តែគឺធ្វើដំណើរទៅគ្រប់ទីក្នុងប្រទេសនេះដើម្បីស្វែងរកគ្រឿងផ្សំថ្មីនិងការបំផុសគំនិតថ្មី Chiêu fan ឯងព្រមទទួលទូរស័ព្ទហើយមានរឿងធំហើយមានរឿងអីពួកពូរបស់ឯងបើកហាងឡើងវិញហើយមិនត្រឹមតែទីតាំងចាស់នោះទេសូម្បីតែយីហោក៏ប្រើរបស់ឯងដែរគុយទាវទឹកស៊ុបដូនតាត្រកូលចិនអូមីងឯងក៏លឿនដែរមិនមែនគាត់យកលុយទាំងអស់ទៅទិញវីឡាឲ្យកូនប្រុសគាត់អស់ហើយទេហាបានលុយពីណាមកបើកហាងខ្ចីគេតើខ្ចីគ្រប់ទីនិយាយថា1ខែរួចខ្លួន3ខែបានចំណេញទ្វេដងសន្យាថានឹងចែកភាគលាភខ្ពស់សាច់ញាតិជាច្រើនអ្នកបានដាក់លុយចូលរួមយ៉ាងហោចណាស់ក៏1លានដែរ1លានពួកគេជាហ៊ានមែនមិនខ្លាចសងគេវិញមិនរួចទេហាជាហ្វេនឯងមិនខ្វល់ទេហាយីហោនេះជារបស់ឯងណាបងឆៅអរគុណដែលបានប្រាប់ខ្ញុំរឿងនេះខ្ញុំដឹងច្បាស់ហើយអ្វីដែលខ្ញុំរងចាំគឺពួកគេបើកហាងនេះឯងហើយពួកគេសូមជម្រាបជូនពុកម៉ែបងប្អូនទាំងអស់គ្នាហាងគុយទាវទឹកស៊ុបដូនតាត្រកូលចិនបើកដំណើរការឡើងវិញហើយថ្ងៃនេះបញ្ចុះតម្លៃ50គ្រប់មុខសូមអញ្ជើញចូលរួមគាំទ្រទាំងអស់គ្នាខ្ញុំដឹងតាំងពីដំបូងថាលទ្ធផលរបស់ពួកគេនឹងទៅជាយ៉ាងណាប៉ុន្តែមិននឹកស្មានថាវាលឿនយ៉ាងនេះសោះមើលទៅរឿងល្អចិត្តចាប់ផ្ដើមហើយអញ្ជើញចូលខាងក្នុងមករសជាតិនៅតែដែលធានាថាពេញចិត្ត បងប្រុសបងស្រីអញ្ជើញអង្គុយខាងក្នុងថៅកែវងទីបំផុតពួកលោកបើកហាងវិញហើយខ្ញុំនឹកស្នាដៃ Chen Fan យូរហើយមែនហើយតើ Chen Fan ជាអ្នកធ្វើមែនទេកុំបារម្ភអីធានាថាឆ្ងាញ់ជាងមុនទៅទៀត3ឆ្នាំហើយការរកលុយតាមរយៈខ្ញុំវាងាយស្រួលពេកលោកប្រហែលជាភ្លេចហើយថាហាងគុយទាវនេះអាចរកលុយបានមិនមែនដោយសារយីហោនោះទេប៉ុន្តែគឺដោយសារតែរូបមន្តសម្ងាត់របស់ខ្ញុំរសជាតិនេះមិនត្រូវសោះបដូរចុងភើមែនទេអូលោកទាំងពីរគ្មានទេនៅតែរូបមន្តអដែលតើគ្រាន់តែបដូរទឹកបន្តិចបន្តួចខ្ញុំចំណាយលុយយ៉ាងច្រើនជួលចុងភើមកមិនអាចធ្វើចាញ់អាង Chen Fan នោះទេមិនត្រូវទេនេះច្បាស់ជាមិនមែនជាគុយទាវដែល Chen Fan ធ្វើនោះទេខ្ញុំញ៉ាំអស់រយៈពេល3ឆ្នាំហើយតើរសជាតិយ៉ាងម៉េចខ្ញុំមិនដឹងត្រូវហើយខ្ញុំក៏មានអារម្មណ៍ថាមិនត្រូវដែរសងលុយវិញមកគុយទាវនេះមិនសមនឹងតម្លៃនេះទេម៉ែបងប្អូនទាំងអស់គ្នាកុំប្រញាប់អីប្រហែលជាចុងភើថ្មីមិនទាន់សាំដៃខ្ញុំនឹងធ្វើជូនជាថ្មីភ្លាមធ្វើជាថ្មីចុះទឹកស៊ុបក៏អាចធ្វើជាថ្មីបានដែរថៅកែវងពួកយើងជាមួយចាស់ហើយប្រាប់ត្រង់មកតើ Chen Fan ណៃណាគេទៅដើរលេងបាត់ហើយហាងនេះបណ្ដោះអាសន្នគឺខ្ញុំជាអ្នកគ្រប់គ្រងដើរលេងចុះបើអញ្ចឹងលោកឯងកំពុងតែខ្លាញ់បន្លំហើយតើភួយយីហោគេប៉ុន្តែលក់គុយទាវមិនមែនជារបស់គេលោកឯងកំពុងតែបោកប្រាស់គេហើយមើលទៅសាច់ញាតិទាំងនោះច្បាស់ជាមិនបានទទួលភាគលាភនោះទេអ្នកនេះមិនមែនជាគ្រួសារដែលត្រូវបានប្តឹងកាលពីថ្ងៃនោះទេហាខ្ញុំធ្លាប់មើលពួកគេលេបយកភាគលាភម្នាក់ឯងហើយដេញក្មួយប្រុសចេញទៀតផងកុំនិយាយផ្ដេសផ្ដាសបងប្អូនឲ្យមកមើលលឿននេះហើយជាពូដែលមានចិត្តខ្មៅប្លន់យកលុយក្មួយប្រុសឥឡូវបែរជាមកប្លន់យកយីហោគេទៀតកុំថតអីឈប់ថតទាំងអស់គ្នាទៅតើពួកឯងចង់ធ្វើអីបើមិនញ៉ាំទេចេញទៅឲ្យអស់ទៅអញអស់លុយមកញ៉ាំបាយមិនឆ្ងាញ់មិនឲ្យនិយាយមែនទេសងលុយវិញកុំថតអីមិនឲ្យថតទេមិនអីទេពូវងខ្ញុំចង់ដឹងណាស់ថាហាងនេះអាចបើកបានប៉ុន្មានថ្ងៃនេះចំណូលមិនដល់ 2000 ផងមិនដល់ 1/10 នៃពេលមុនផងបើនៅតែបែបនេះទៀតកុំថាឡើយចំណេញសំបីតែដើមក៏យើងខាតដែរអាពួកចង្រៃអស់នោះញ៉ាំ2ម៉ាត់ក៏ជេរួចក៏ដើរចេញទៅលុយក៏មិនទាន់ប្រមូលបានគ្រប់ផងចុះឥឡូវធ្វើមិនទៅពួកយើងនៅជំពាក់សាច់ញាតិជាមួយលៀនទៀតណាប្រញាប់ធ្វើអីថ្ងៃស្អែកច្បាស់ជាល្អឡើងវិញហើយថ្ងៃស្អែកច្បាស់ជាល្អឡើងវិញជាមិនខានបងប្រុសញ៉ាំមិនទេយីថាដូរមនុស្សហើយរសជាតិមិនត្រូវទេគេឈ្មោះនេះបង្កើតឡើងត្រូវចំណាយពេល3ឆ្នាំបំផ្លាញវាត្រឹមតែ3ថ្ងៃប៉ុណ្ណោះបញ្ជីនេះទៅមុខទៀតមិនរួចទេសាច់ញាតិខាងនោះកំពុងដេញដល់ទាលុយវិញហើយសុទ្ធតែមកពីអា Chen Fan ដែលមិនដឹងគុណនោះបើគុំតែមានវាខ្ញុំមិនធ្លាក់ខ្លួនដល់ថ្នាក់នេះទេប៉ាខ្ញុំមកថា Chen Fan ត្រឡប់មកវិញហើយអាខូចនេះពួកយើងខ្លាយជាបែបនេះសុទ្ធតែវាបង្កឡើងទៅរកវាទូទាត់បញ្ជីក្មួយប្រុសមីរបស់ឯងធ្វើដោយរបៀបណាទៅឯងប្រាប់រូបមុនមកខ្ញុំតម្លៃអាចពិភាក្សាគ្នាបានលោកអ៊ំនោះជារបស់មិនលក់ទេឯងកុំឲ្យមុខមិនយកមុខខ្ញុំប្រាប់ឯងទៅហាងនោះខ្ញុំទិញមកអស់3សែនហើយមិនទាន់គិតថ្លៃដេកនិងកម្លាំងពលកម្មផងបើឯងមិនព្រមប្រគល់រូបមុនឲ្យខ្ញុំទេលុយនេះចាត់ទុកថាឯងជាអ្នកវិនិយោគទៅលោកអ៊ំខ្ញុំគ្រាន់តែជាចុងភៅស៊ីឈ្នួលម្នាក់ប៉ុណ្ណោះ3ឆ្នាំនេះឯងយកចំណែកភាគលាភរបស់ឯងខ្ញុំយក 180,000 របស់ខ្ញុំពួកយើងទូទាត់គ្នាចប់យូរហើយហាងមីជារបស់ពួកឯងខាត់ចំណេញមិនពាក់ព័ន្ធនឹងខ្ញុំទេឯងនិយាយឈួតបើគុំតែឯងយករូបមុនទៅពួកយើងនឹងខាត់បងរហូតដល់គ្មានសល់បែបនេះទេរឿងនេះឯងទទួលខុសត្រូវទាំងស្រុងត្រូវហើយមិនថាយករូបមុនលក់ឲ្យពួកយើងឬសងពួកយើង1លានគឺគ្មានការចរចាទេនិយាយច្រើនជាមួយវាធ្វើអីពួកយើងចាប់ខ្លួនវាទៅឆែកឆេផ្ទះវាមើលថាតើដោះស្រាយវាមិនបានឬឆែកឆេបានពួកឯងឈានជើងចូលមុនខ្ញុំនឹងប្តឹងប៉ូលីសតាមក្រោយប្លន់ចូលផ្ទះគ្រប់គ្រាន់នឹងជាប់គុកប៉ុន្មានឆ្នាំហើយខ្ញុំមើលទៅការរៀបការរបស់ឯងក៏គុំសង្ឃឹមថានឹងបានធ្វើអីប៉ាធ្វើមិនទៅ
ចាត់ទុកថាឯងសាហាវចុះប៉ុន្តែ Chen Fan ក្នុងនាមជាអ៊ំរបស់ឯងខ្ញុំនៅតែណែនាំឲ្យឯងគិតគូរឲ្យបានល្អិតល្អន់ចំពោះសំណើរបស់ខ្ញុំក្រែងលោដល់ពេលនោះគ្មានបានអ្វីទាំងអស់បានឬមិនបានមិនបាច់ឲ្យលោកអ៊ំបារម្ភជំនួសទេបានទេលោកអ៊ំប្រកាសជាមិនព្រមឈប់ត្រឹមនេះទេភាពលោភលន់របស់គាត់នឹងជំរុញឲ្យគាត់ធ្វើរឿងដែលកាន់តែឆ្កួតថែមទៀតចំណែកខ្ញុំគ្រាន់តែត្រូវការមើលគាត់ដោយស្ងៀមស្ងាត់មើលគាត់ថាដើរចូលទៅក្នុងរណ្ដៅដែលខ្ញុំជីកទុកឲ្យគាត់មួយជំហានម្ដងយ៉ាងដូចម្ដេចបងឆៅគឺខ្ញុំតាថ្មីនេះបងមានទំនិញនៅក្នុងដៃទេខ្ញុំចង់បើខាងឡើយជាអញចង់ក្រោយក៏គិតឃើញត្រឡប់មកវិញហើយអតិថិជនចាស់កំពុងរងចាំរសជាតិនេះឯងឲ្យតែអញចង់បានខាងខ្ញុំតែមានមីស៊ុបចាស់ Change ម៉ាកយីហោល្បីយូរឆ្នាំអរគុណបងឆៅតែហាងថ្មីរបស់ឯងនៅណាស្អែកខ្ញុំនឹងយកទំនិញទៅប្រកួតដល់កន្លែងតែម្ដងគឺនៅផ្លូវក្បែរហាងមីចាស់នឹងឯងផ្លូវក្បែរហ្នឹងឯងមិនខ្លាចលោកអ៊ំរបស់ឯងដឹងទេខ្ញុំគឺចង់ឲ្យពួកគេដឹងនឹងឯងបានស្អែកខ្ញុំនឹងផ្ញើទំនិញទៅឲ្យឯងខ្ញុំពិតជាដឹងថាពួកឯងមិនព្រមឈប់ត្រឹមនេះទេអញ្ចឹងខ្ញុំនឹងយកទៅប្រកួតជូនដល់កន្លែងដោយផ្ទាល់តែម្ដងអូហេតុអ្វីបានជាអ្នករកគ្នាជាងមកទីនេះទាំងអស់គ្នាអញ្ចឹងលោកវ៉ងខ្ញុំសួរឯងនេះម៉ោងប៉ុន្មានហើយហេតុអ្វីនៅក្នុងហាងគ្មានមនុស្សសំបីតែម្នាក់បែបនេះលោកអ៊ំធំហាងនេះទើបតែបើកសោះមិនទាន់មានភ្ញៀវចូលទេបន្តិចទៀតនឹងរវល់ហើយឯងបោកប្រាស់ខ្មោចអីពួកយើងធ្លាប់ទៅមកហើយហាងរបស់ឯងបើកចិត្តមួយខែហើយរាល់ថ្ងៃគ្មានមនុស្សសោះលោកវ៉ងពួកយើងចូលហ៊ុនកាលពីដំបូងគឺសំដៅលើស្នាដៃស៊ុបចាស់របស់ Chen Fan និងយីហោ Chen ជាឯងថាក្នុងមួយខែយ៉ាងហោចណាស់ក៏បានភាគលាបខ្ទង់5មួយខ្ទង់ដែរឥឡូវនេះសំបីតែស្រមោលខ្មោចក៏គ្មានផងតើបានលុយពីណាលោកវ៉ងថ្ងៃនេះឯងត្រូវតែផ្ដល់ការពន្យល់មួយដល់ពួកយើងអ្នករាល់គ្នាកុំទាន់អាប្រញាប់រកស៊ីត្រូវធ្វើសន្សឹមពួកយើងសុទ្ធតែជាសាច់ញាតិតើខ្ញុំអាចបោកប្រាស់ពួកឯងបានទេពួកយើងសុទ្ធតែយកលុយសម្រាប់ទិញមឈូសមកវិនិយោគហើយតើមិនឲ្យប្រញាប់យ៉ាងម៉េចខ្ញុំថែមទាំងយកផ្ទះទៅបញ្ចាំទៀតនោះជាផ្ទះអាពាហ៍ពិពាហ៍របស់កូនប្រុសខ្ញុំណាលោកវ៉ងខ្ញុំមិនខ្វល់ពីរឿងរកស៊ីរបស់អញទេមុនដាច់ខែនេះបើនៅតែមិនព្រមបើកលុយភាគលាភឲ្យទេកុំបន្ទោសពួកយើងថាយកលុយហ៊ុនវិញពួកឯងខ្ញុំបារម្ភហាងមីនេះកាលពីឆ្នាំមុនរកស៊ីដាច់ខ្លាំងណាស់ពួកឯងមិនមែនមិនដឹងទេតើខ្ញុំអាចជំពាក់លុយបន្តិចបន្តួចរបស់ពួកឯងបានម្យ៉ាងទៀតវីឡាធំដែលខ្ញុំទើបតែទិញថ្មីតម្លៃជាង7លាននោះមិនមែនសុទ្ធតែបានមកពីការរកស៊ីហាងមីនេះទេអីត្រូវហើយពួកឯងមើលចុះ3ឆ្នាំពួកយើងក៏ដូរបានវីឡានេះហើយតើអាចជាការពុះផោបានទេលុយរបស់ពួកឯងមិនបាត់បង់ទេពិតជាធ្លាប់រមែងខ្ញុំថែមទាំងធ្លាប់ទៅមើលវីឡាធំនោះទៀតគឺអស្ចារ្យណាស់លោកអ៊ំធំហាងថ្មីទើបតែបើកការផ្សព្វផ្សាយមិនទាន់ពេលទេជំហានបន្ទាប់គឺផ្សាយពាណិជ្ជកម្មទូទាំងបណ្ដាញអ៊ីនធឺណិតមុខរបរនឹងកាក់កបឡើងវិញភ្លាមហើយបានអីចឹងឲ្យពេលឯងមួយខែទៀតបើដាច់ខែនេះនៅតែមិនឃើញលុយភាគលាភទេត្រូវតែសងទាំងប្រាក់ដើមនិងការប្រាក់ត្រឡប់មកវិញត្រូវហើយទាំងប្រាក់ដើមនិងការប្រាក់មិនអាចខ្វះសំបីតែមួយកាក់បានមួយខែដល់ពេលនោះទោះជាខ្ញុំត្រូវលក់ផ្ទះក៏ប្រកាសជាយកភាគលាភមកឲ្យពួកឯងដែរព្រលឹមឡើងមកស្ទាក់មុខទាលុយប្រញាប់ទៅទិញក្តាររំឈូសឬយ៉ាងម៉េចហ្វូមនុស្សក្រីក្រដែលគិតតែពីលុយនៅតែសំដៅលើ Chen Fan អញនឹងជន់ក្បាលអាឆ្កែតូចនោះឲ្យបាននៅថ្ងៃណាមួយមិនខានត្រូវហើយពួកយើងឲ្យពួកគេចូលហ៊ុនគឺផ្ដល់កិត្តិយសឲ្យពួកគេហើយនៅហ៊ានយកការដកលុយហ៊ុនមកគំរាមទៀតខ្ញុំស្ដោះទឹកមាត់ដាក់ចាំពួកយើងរីកចម្រើនខ្លាំងឡើងពួកគេមកសុំសំពះហុចលុយឲ្យក៏ពួកយើងមិនយកដែរសៀវហួយវ៉ាងស៊ុយតើលុយថ្លៃទឹកដោះដែលបងសន្យានឹងអូនពេលណាតើពេលណាទៅថ្លៃទឹកដោះដែលបងសន្យានឹងបានមកដល់មិត្តភក្តិស្រីរបស់ខ្ញុំសុទ្ធតែទទួលបានថ្លៃទឹកដោះ88,000 យន់និងមានចិញ្ចៀនពេជ្រធំមួយទៀតមើលទៅពិតជាអស្ចារ្យណាស់សៀវហួយអូនក៏ដឹងដែរថាហាងថ្មីរបស់យើងទើបតែបើកខែក្រោយរងចាំការបែងចែកប្រាក់ចំណេញខែក្រោយមកដល់បងនឹងយកថ្លៃទឹកដោះទៅផ្ទះអូនដើម្បីរៀបចំពិធីការវិវានេះជាអ្វីដែលបងនិយាយណាពិធីការវិវារបស់ខ្ញុំត្រូវតែអធិកអធមបំផុតផ្ទះឡានថ្លៃទឹកដោះដែលបងបានសន្យានឹងមិនអាចខ្វះបានឡើយបើមិនដូច្នោះទេយើងទាំងពីរជាប់គ្នាហើយម្នាក់សុទ្ធតែដូចខ្មោចទាបំណុលពិតជាជំពាក់នាងមែនពុកម៉ែធ្វើមិនទៅឥឡូវយើងទៅរកលុយច្រើនម្លេះមកពីណាខ្ញុំមិនអាចបែកគ្នាជាមួយសៀវហួយបានទេរៀបការប្រពន្ធត្រូវការលុយនៅទីនោះក៏ត្រូវការលុយឥឡូវនេះត្រូវតែធ្វើឲ្យហាងមីដំណើរការឲ្យបានលឿនបំផុតយើងត្រូវតែទៅរកអាប្រភេទប្រផាយនោះទៀតត្រូវហើយឲ្យតែឈិនហ្វៀនលក់រូបមុនឲ្យយើងនឹងអាចរកលុយបានច្រើនរាល់ថ្ងៃលុយប៉ុណ្ណឹងគ្មានបញ្ហាអ្វីទេបងប្រុសទី3ពួកយើងមកជួយបងហើយហើយអ្វីបានជាអ្នកទាំងអស់គ្នាមកទីនេះពួកយើងបាននឿដំណឹងថាបងនឹងបើកហាងថ្មីក៏ត្រឡប់មកវិញធ្វើការជាមួយបងពួកយើងមានអារម្មណ៍កក់ក្ដៅក្នុងចិត្តបងប្រុសទី3បងជាមនុស្សល្អហើយក៏ល្អចំពោះពួកយើងណាស់ទៅថ្ងៃមុខបងនៅទីណាខ្ញុំនឹងនៅទីនោះដែរអរគុណអ្នកទាំងអស់គ្នាមិនមែនមានតែពួកយើងទេអតិថិជនចាស់មួយចំនួនឮថាបងនឹងត្រឡប់មកបើកហាងវិញសុទ្ធតែនិយាយថានឹងមកគាំទ្របងសៀវហ្វានពិតជាឯងមែនតើពួកយើងឮថាឯងបើកហាងឡើងវិញប្រញាប់មកមើលភ្លាមទីបំផុតឯងត្រឡប់មកវិញហើយពួកយើងរងចាំរសជាតិនេះណាស់ហាងដែលពូរបស់ឯងបើកភ្ជួរផ្លាកយីហោរបស់គ្រួសារឈិនរសជាតិខុសគ្នាឆ្ងាយណាស់ពួកយើងញ៉ាំមិនចូលសំបីតែមួយម៉ាត់អរគុណចំពោះការទុកចិត្តពីអ្នកទាំងអស់គ្នាកុំបារម្ភខ្ញុំប្រកាសជាមិនធ្វើឲ្យការរំពឹងទុករបស់រាល់គ្នាខុសបំណងឡើយតើលោកជើមកដឹកទំនិញឲ្យអ្នកណាផ្លូវក្បែរនោះមានហាងមីបើកថ្មីទៀតហើយឬតោះទៅមើលបន្តិចទៅមិននឹកស្មានថាឈិនហ្វានក៏បើកហាងមីដែរហើយនៅចិត្តយើងម្លេះនេះពិតជាចង់ប្រឆាំងនឹងយើងហើយថ្ងៃនេះបើមិនប្រដៅវាឲ្យច្បាស់លាស់ទេវាមិនដឹងថាអ្នកណាជាចាស់ទុំឡើយតោះទៅផ្ដល់មេរៀនឲ្យវាដឹងតែម្ដងល្អណាស់ឈិនហ្វានខ្ញុំថាមុននេះហេតុអ្វីបានជាអញបិទហាងហើយដែលលេងធ្វើរឿងបែបនេះតាមពិតគឺដើម្បីបើកហាងផ្ទាល់ខ្លួនសោះពួកយើងចិញ្ចឹមឯងឲ្យមានបាយហូបមានខោអាវស្លៀកឯងបែរជាល្អទៅវិញស្លាប់រឹងហើយហ៊ានមកបើកហាងនៅក្រោមច្រមុះយើងក្នុងកែវភ្នែកឯងនៅមានពូនិងមីងម្នាក់នេះទៀតទេ
នៅហ៊ានប្រើឈ្មោះជនជាតិនេះច្បាស់ជាចង់ទាញយកប្រជាប្រិយភាពពីយើងហើយខ្ញុំប្រើលុយផ្ទាល់ខ្លួនប្រើរូបមន្តផ្ទាល់ខ្លួនបើខាងតើវាតាក់ទងអ្វីនឹងអ្នកទាំងអស់គ្នាឬមួយក៏អ្នកទាំងអស់គ្នាខ្លាចខ្លាំងម្ល៉េះខ្លាចហើយមែនទេអ្នកណាខ្លាចអប្រព្រឹត្តប្រផាយដូចឯងពិតជាគិតថាខ្លួនឯងមានសមត្ថភាពមែនទេបើគ្មានខ្ញុំឲ្យបាយឯងស៊ីមួយម៉ាត់ទេឯងប្រហែលជាគ្មានជីវិតរស់ដោយឡើយពុកវាដណ្ដើមភ្ញៀវរបស់យើងហើយអ្នកណាជាភ្ញៀវរបស់អ្នកតាំងពីដើមរហូតមកដល់ពេលនេះពួកយើងមកគ្រប់គ្រងគឺដោយសារតែឈិនហ្វានបើគ្មានឈិនហ្វានតើអ្នកណាស្គាល់អ្នកជាអ្នកណាទៅត្រូវហើយគេបើខាងមើលចុះអ្នកទាំងអស់គ្នាប្រញាប់ប្រញាល់ខ្លាំងម្ល៉េះធ្វើអាជីវកម្មគឺផ្អែកលើសមត្ថភាពរៀងខ្លួនមិនមែនអ្នកណាលោឡាខ្លាំងជាងគឺជាអ្នកត្រូវនោះទេខ្ញុំពិតជាផ្ដោតមុខឯងខ្លាំងពេកហើយឈិនហ្វានជឿទេថាបើធ្វើឲ្យខ្ញុំខឹងខ្លាំងខ្ញុំនឹងវាកំទេចហាងកំសាក់ងាររបស់ឯងចោលមិនខាននេះជាហាងផ្ទាល់ខ្លួនរបស់ឈិនហ្វានកុំហួសហេតុពេកសង្គមមានច្បាប់ទម្លាប់បើពួកគេចង់វាកំទេចក៏បណ្ដោយឲ្យពួកគេវាទៅតោះហ៊ានវាសាក់មើលទៅមើលកុំគិតថាពួកយើងមិនហ៊ានអត់សោះបើពួកអ្នកហ៊ានប៉ះពាល់ហាងខ្ញុំតែបន្តិចខ្ញុំនឹងបញ្ជូនពួកអ្នកទៅស៊ីបាយគប់ភ្លាមខ្ញុំកំពុងថតវីដេអូទុកទាំងអស់ហើយណាវាទៅខ្ញុំនឹងប្តឹងប៉ូលីសភ្លាមឈិនហ្វានចង់ប្តឹងប៉ូលីសពួកយើងមិនអាចតាំងដោយហិង្សាជាមួយវាបានទេលោកឈិនពួកយើងមិនអាចតាំងដោយហិង្សាជាមួយវាបានទេឈិនហ្វេនឥឡូវឯងមានសមត្ថភាពហើយបើគ្មានខ្ញុំតើឯងអាចធំធាត់ដល់ថ្នាក់នេះទេសូម្បីតែដើមទុនបើខាងមីក៏ខ្ញុំជាអ្នកឯងដែរបើគ្មានខ្ញុំខំប្រឹងប្រែងគ្រប់គ្រងទេតើឯងមានកេរ្តិ៍ឈ្មោះល្បីល្បាញបែបនេះមកពីណាត្រូវហើយហាងមីនេះដំណើរការទៅបានគឺដោយសារពួកយើងជាអ្នកគ្រប់គ្រងឯងមិនចេះធ្វើអាជីវកម្មទេមានតែរូបមន្តមានប្រយោជន៍អ្វីរងចាំតែខាត់បងទៅខាត់ឲ្យវិនិច្ឆ័យទៅបងប្រុសទី3ពួកគេមិនបង្កបញ្ហាអ្វីពិតមែនទេដឹងកុំបារម្ភពួកគេកាន់តែធ្វើបែបនេះគឺកាន់តែបញ្ជាក់ថាពួកគេគ្មានផ្លូវដើរទៀតហើយខ្ញុំកំពុងរងចាំពួកគេរហូតដល់តច្រកធ្វើរឿងឈួតលោតកាន់តែខ្ពស់ធ្លាក់មកវិញកាន់តែឈឺអាប្រភេទប្រផាយនេះហ៊ានមកដណ្ដើមមួយរបស់យើងផងពិតជាមនុស្សរមើលគុណមែនដឹងអីចឹងមិនគួរទទួលចិញ្ចឹមវាតាំងពីដំបូងឡើយតែចុះបើវាបើខាងបានជោគជ័យមែនហាងយើងមិនកាន់តែគ្មានមនុស្សមកទេចុះការបែងចែកប្រាក់ចំណេញរបស់សាច់ញាតិធ្វើមិនទៅចុះលុយថ្លៃទឹកដោះការកូនប្រុសយើងធ្វើមិនទៅវាមិនអាចបើកបានឡើយអាម្នាក់នេះមិនមែនគ្រាន់តែអានខ្លួនឯងមានរូបមន្តទេលោកជើមិនបានទៅទំនិញឲ្យវាទេវាផ្ដល់ឲ្យយើងអាចទៅបានដែរចាំពេលខ្ញុំមានរូបមន្តដែរនោះខ្ញុំចង់ដឹងណាស់ថាអ្នកណាដែលបើកបន្តមិនរួចលឿនឡើងចែកគ្នាស្វែងរកទៅក៏គ្មានអ្វីពិសេសដែរតើអាម្នាក់នេះលាក់ទុកដូចជារបស់មានតម្លៃណាស់អីចឹងខ្ញុំស្មានតែមានតម្លៃខ្លាំងណាស់ទៅទៀតល្អណាស់របស់ខ្ញុំយកបានអស់ហើយពួកយើងទៅវិញទៅណាមកដល់ហើយមិនក៏ដោះលែងអាល្អិតនេះដោយងាយយ៉ាងនេះពេលថ្ងៃមានមនុស្សមើលមិនអាចធ្វើការបានទេឥឡូវនេះអាមនុស្សរមើលគុណហ៊ានមកដណ្ដើមមួយខ្ញុំផងខ្ញុំឲ្យឯងដណ្ដើមខ្ញុំឲ្យឯងដណ្ដើមត្រូវហើយមិនអាចឲ្យវាចំណេញបានទេហាងវាមិនទាន់ដេករួចរាល់ឡើយពួកយើងបំផ្លាញចោលទាំងអស់ក៏គ្មានអ្នកណាដឹងដែរខ្ញុំឲ្យឯងបើកហាងអាមនុស្សរមើលគុណចិញ្ចឹមមិនស្គាល់គុណវាទៅវាឲ្យខ្លាំងទៅវាឲ្យខ្ទេចខ្ទីអស់ទៅបែបនេះក៏មិនបានហាគ្មានផ្លូវទេនេះមកពីឯងបង្ខំពួកយើងទេមិនមែនមិនព្រមប្រគល់រូបមន្តឲ្យខ្ញុំទេអីអញយកវាបានដោយខ្លួនឯងហើយឯងដូចជាឪពុកម្ដាយដែលស្លាប់ទៅហើយរបស់ឯងអញ្ចឹងមិនស្គាល់ល្អអាក្រក់ទេនេះជាមេរៀនចុងក្រោយដែលពូនឹងបង្រៀនឯងឲ្យធ្វើជាមនុស្សហាងមិនទាន់បានតុបតែងទេប៉ុន្តែម៉ាស៊ីនថតកាមេរ៉ាលាក់បង្កប់គឺបានរៀបចំទុកសម្រាប់ឯងរួចជាស្រេចហើយគិតថាធ្វើបែបនេះអាចកំទេចហាងខ្ញុំបានមែនទេឆោតដឹងណាស់ទឹកស៊ុបខាប់តាំងពីការវាស់វែងរហូតដល់កម្រិតភ្លើងសុទ្ធតែមានការកំណត់យ៉ាងតឹងរ៉ឹងគ្រឿងផ្សំគឺរឹតតែខុសគ្នាបន្តិចបន្តួចលទ្ធផលខុសគ្នាឆ្ងាយណាស់ខ្ញុំរងចាំមើលឯងទទួលផលកម្មខ្លួនឯងអាឡូខាងក្រុមអនុវត្តច្បាប់មែនទេខ្ញុំចង់ប្តឹងហាងមួយនៅផ្លូវក្បែរនោះកណ្ដាលអាធ្រាត្រទៅហើយនៅតែតុបតែងហាងទៀតឬសូកុកចែករំខានដល់ពួកយើងពេញមួយផ្លូវគេមិនលក់សោះតើពួកលោកជួយដោះស្រាយទេបាទពួកយើងនឹងទៅពិនិត្យមើលនៅថ្ងៃស្អែកអាឆ្កែតូចហ៊ានមកបាំងផ្លូវរកស៊ីរបស់អញផងអញនឹងធ្វើឲ្យឯងបើកហាងមិនកើតតែម្ដងចាត់វិធានការទាំងពីរព្រមគ្នាបងសម្លាញ់នៅតែជាបងដែរទេថៅកែលីគ្រឿងផ្សំគ្រប់មុខដែលមាននៅលើនេះពួកយើងចង់បានទាំងអស់កាន់តែលឿនកាន់តែល្អបងហាងរបស់ពី3មុខនៅលើនេះគឺកម្រមានណាស់នៅលើទីផ្សារមានតម្លៃតែរកទិញមិនបានពិបាករកណាស់ឧទាហរណ៍ដូចជាសំបកក្រូចស្ងួតអាយុកាល10ឆ្នាំនេះនិងសំបកឈើអែមចាស់សុទ្ធតែត្រូវទៅរកទិញពីអ្នកជំនាញចាស់មិនត្រឹមតែចំណាយពេលទេថែមទាំងតម្លៃមិនថោកទៀតខ្ញុំត្រូវតែទៅស្វែងរកនៅខេត្តផ្សេងពេលវេលាមិនប្រាកដទេហើយលុយក៏ត្រូវចំណាយច្រើនដែររបស់តែប៉ុណ្ណឹងសោះពិបាករកដល់ថ្នាក់នេះផងចាំបាច់អត់គ្រាន់តែធ្វើមីមួយចានសោះមកធ្វើរឿងស្មុគស្មាញម្លេះដើមទុនខ្ពស់បែបនេះពួកយើងគ្មានលុយសល់សម្រាប់បោះចូលទៅក្នុងនឹងទេថៅកែលីចុះតើមានគ្រឿងផ្សំណាដែលមានរសជាតិប្រហាក់ប្រហែលនឹងរបស់ទាំងនេះអាចជំនួសបានទេយ៉ាងណាមិញមនុស្សធម្មតាក៏ញ៉ាំមិនដឹងដែរឲ្យតែស្រដៀងគ្នាគឺបានហើយគ្រឿងជំនួសវិញគឺស្រួលរកណាស់ប៉ុន្តែខ្ញុំមិនធានាថាគ្រឿងផ្សំទាំងនេះដាក់ចូលគ្នាទៅនឹងកើតរឿងអីទេគ្រឿងផ្សំផ្សេងគ្នាលក្ខណៈរសជាតិក៏ខុសគ្នាក្រែងលោវាឆុងគ្នាញ៉ាំទៅមានបញ្ហាអូយមិនអីទេមិនញ៉ាំទៅងាប់មនុស្សទេត្រូវហើយអញ្ចឹងធ្វើតាមនឹងចុះយករបស់ដែលពិបាកទិញពី3មុខនោះបដូរជាគ្រឿងជំនួសវិញទៅឯងប្រញាប់រៀបចំអីវ៉ាន់ឲ្យគ្រប់មុខខ្ញុំកំពុងប្រញាប់ប្រើអូខេអញ្ចឹងខ្ញុំនឹងរៀបចំឲ្យបានលឿនបំផុតនៅតែអូនមានវិធីល្អស្រួលផងថែមទាំងសន្សំលុយទៀតឥឡូវតម្លៃមីរបស់ពួកយើងរឹតតែទាបគុណភាពល្អតម្លៃថោកលើកនេះប្រកាសជាអាចលាងជម្រះភាពអាម៉ាស់ពីមុនបានហើយខាងជេនពួកយើងក៏មិនអាចធ្វេសប្រហែសបានដែរដាច់ខាតមិនអាចឲ្យវាបើខាងបានដោយរលូនឡើយនេះមានរឿងអីហ្នឹងម្សិលមិញពេលចាក់ចេញទៅគឺនៅល្អតាបងហ្វានរឿងនេះប្រកាសជាស្នាដៃពូរបស់បងហើយខ្ញុំនឹងទៅរកពួកគេគិតបញ្ជាលើនេះកុំប្រញាប់ខ្ញុំនឹងធ្វើឲ្យពួកគេមិនអាចទប់ទល់បានដោយខ្លួនឯងតើអាចទៅរួចយ៉ាងម៉េចទៅពួកគេមានចិត្តល្អដល់ថ្នាក់ហ្នឹងពួកយើងមកពីក្រុមអនុវត្តច្បាប់បានទទួលពាក្យបណ្ដឹងថាការតុបតែងហាងរបស់ពួកលោកមានសម្លេងរំខានដល់អ្នកជិតខាង
ពួកយើងតុបតែងហាងគឺតាមម៉ោងធម្មតាមិនដែលរំខានអ្នកជិតខាងម្ដងណាឡើយ យោងតាមពាក្យបណ្ដឹងមានប្រជាពលរដ្ឋនៅក្នុងតំបន់នេះមានបញ្ហាខ្សោយសរសៃប្រសាទប្រជាពលរដ្ឋស្នើសុំឲ្យគ្រប់គ្រងតុបតែងហាងយ៉ាងតឹងរ៉ឹងត្រឹមតែ4 បែ ម៉ោង បនឹងតតែខែក្រោយទើបតុបតែងរួចនេះច្បាស់ជាមានអ្នកនៅពីក្រោយក្នុងបង្កបញ្ហាហើយ ខ្ញុំយល់ហើយដើម្បីសុខភាពរបស់ប្រជាពលរដ្ឋពួកយើងនឹងសហការអរគុណសម្រាប់ការសហការពេលក្រោយពួកយើងនឹងមកត្រួតពិនិត្យមិនកំណត់ពេលដែរ បងហ្វានបងខត់ខ្ញុំធ្វើអីនេះច្បាស់ជាពួករបស់បងបង្កបញ្ហាទៀតហើយដំបូងគឺវាកំទេចផ្ទះបាយខាងក្រោយឥឡូវប្តឹងពួកយើងទៀតពួកគេគឺមិនចង់ឲ្យពួកយើងបើកហាងបានឡើយ ខ្ញុំដឹងហើយ ចុះហេតុអីបងនៅតែយករំតុបតែងតែ4ម៉ោងក្នុងមួយថ្ងៃទៀតអតិថិជនទាំងអស់កំពុងតែរងចាំណា 4 ម៉ោងក៏4ម៉ោងទៅត្រូវតែទុកពេលឲ្យគ្រប់គ្រាន់សម្រាប់ពួកគេដើម្បីទៅរកផ្លូវស្លាប់ខ្លួនឯងប៉ុន្តែឧបករណ៍ដែលទើបតែកំងថ្មីចិត្តមកដល់ហើយទៅទទួលបន្តិចទៅអូកំពុងរវល់មែនទេមិនក៏មិនតុបតែងទៀតទៅប្រហែលជាត្រូវគេឲ្យកែសម្រួលហើយមែនទេកុំទុនជ្រីអីបើខាងថ្មីមិនងាយស្រួលទេគ្មានផ្លូវណាដែលរលូនរហូតនោះឡើយ មនុស្សក្មេងត្រូវតែចេះបន្ទាបខ្លួនមើលចុះមិនស្ដាប់ពាក្យចាស់ទុំប្រកាសជាខាតបងនៅចំពោះមុខហើយមែនទេ អូយម៉ាស៊ីនថ្មីនេះមិនអន់ទេតើចំណាយលុយច្រើនហើយមែនទេចំណាយលុយប៉ុន្មានមិនពាក់ព័ន្ធនឹងអញទេមើលទៅអញប្រហែលជាយកលុយ 180000 នោះបោះទុនចូលទាំងអស់ហើយមនុស្សក្មេងមានភាពក្លាហានជារឿងល្អប៉ុន្តែត្រូវមើលថាតើមានសមត្ថភាពអត់ផងកុំឲ្យតែមានអារម្មណ៍ឆេបឆាវមួយពេលធ្វើឲ្យខាតបង់ទាំងមនុស្សទៀត ឯងនៅហ៊ាននិយាយយូរដងទៀតផ្ទះបាយក្រោយរបស់ពួកយើងគឺអញជាអ្នកវាកំទេចមែនទេហើយរឿងប្តឹងនោះក៏ជាអញដែរត្រូវទេមនុស្សធ្វើមិនមើលមិនខ្លាចទទួលបាបកម្មទេអី អញគ្រប់គ្រងមនុស្សក្របង្កប់ឯងយ៉ាងម៉េចហ្នឹងនេះជាការមួយបង្កាច់ខ្ញុំអាចប្តឹងនាងពីបទបង្ខូចកេរ្តិ៍ឈ្មោះពួកយើងបានណាបើគ្មានការអីទេសូមត្រឡប់ទៅវិញទៅនៅទីនេះមិនស្វាគមន៍ទេខ្ញុំមកទីនេះគឺចង់ប្រាប់ឯងពីរឿងរីករាយដ៏ធំមួយខ្ញុំបានរកឃើញរូបមន្តដែលរឹតតែខ្លាំងពូកែជាងនេះទៅទៀតហាងមីត្រកូលជេននឹងបើកដំណើរការឡើងវិញនៅថ្ងៃស្អែកអតិថិជន 1000 នាក់ដំបូងញ៉ាំហ្វ្រេក្មួយប្រុសចង់មកចូលរួមអបអរសាទរទេមកមើលផ្ទាល់ភ្នែកទៅតើអ្វីទៅដែលហៅថាមនុស្សពេញណែនរកកន្លែងអង្គុយគ្មានល្អតើខ្ញុំនឹងរងចាំមើល បងហ្វានពួកគេហួសហេតុពេកហើយវាកំទេចផ្ទះបាយពួកយើងរារាំងពួកយើងមិនឲ្យតុបតែងហាងហើយនៅហ៊ានមកអួតពីរូបមន្តថ្មីដែលឆ្ងាញ់ជាងពួកយើងទៀតគួរឲ្យខ្ពើមណាស់ កុំប្រញាប់អីរឿងល្អទើបតែចាប់ផ្ដើមទេយ៉ាងណាមិញធ្វើអំពើអាក្រក់ច្រើនគង់តែស្លាប់ខ្លួនឯងទេពុកម៉ែបងប្អូនទាំងអស់គ្នាដែលកាត់គុំរំលងថ្ងៃនេះហាងមីត្រកូលជេនរបស់ពួកយើងបាត់ដំណើរការឡើងវិញហើយសូមស្វាគមន៍អ្នកទាំងអស់គ្នាមកសាកល្បងរសជាតិ ហាងនេះលើកមុនខ្ញុំធ្លាប់ញ៉ាំម្ដងដែររសជាតិមិនកើតទេណា ត្រូវហើយខ្ញុំក៏ធ្លាប់ញ៉ាំដែរខុសគ្នាឆ្ងាយពីហាងត្រកូលជេននោះណាលើកនេះគ្រឿងផ្សំហាងមីរបស់ពួកយើងបានដំឡើងកម្រិតថ្មីស្រឡាងមិនត្រឹមតែរសជាតិមែនហើយអាជីវកម្មហាងគុយទាវពិតជាបានល្អជាងមុនមែនលើកនេះគ្រឿងផ្សំរបស់ហាងគុយទាវយើងបានដំឡើងថ្មីទាំងស្រុងមិនត្រឹមតែរសជាតិដូចពីមុនទេថែមទាំងគ្រឿងផ្សំស្រស់ជាងមុនទៀតថ្ងៃនេះបើកហាងថ្មីមានការសាកល្បងហ្វ្រេ មែនអត់នឹងមែនធ្វើដោយ Chen Van អត់តោះទៅមើល ស្វាគមន៍អ្នកទាំងអស់គ្នាសូមអញ្ជើញចូលខាងក្នុង កុំថាមែនណាវាពិតជាឆ្ងាញ់ជាងមុនមែនមានរសជាតិដូចពីមុនហើយមើលទៅ Chen Van ត្រឡប់មកវិញហើយនៅតែជារូបមន្តរបស់ Chen Van ដែលក្រៅពីគេគ្មានអ្នកណាធ្វើបានទេថៅកែសុំមួយចានទៀត បាទញ៉ាំឲ្យស្រួលចិត្តចុះអ្នកទាំងអស់គ្នាថ្ងៃនេះគុយទាវមានច្រើនណាស់ Chen Fan ទៅថ្ងៃមុខខ្ញុំនឹងក្លាយជាអ្នកធំតែម្នាក់ឯងចាំតែស្លាប់ទៅ បងហ្វេនមើលចុះអាជីវកម្មរបស់ពូដូនជីដូនមួយឯងពិតជាល្អណាស់លើកនេះប្រហែលជាអាចងើបឡើងវិញពិតមែនទេដឹងមិនក៏បងមិនបារម្ភតតែសោះចឹង មិនបាច់ប្រញាប់ទេពេលនេះពួកយើងមិនបាច់ធ្វើអ្វីទាំងអស់ ហេតុអ្វី លោកតាតែអាជីវកម្មរបស់គេរីកចម្រើនខ្លាំងថ្មដែលគេលើកឡើងទៅធំពេកធ្លាក់សង្កត់ជើងវានឹងកាន់តែឈឺថ្ងៃនេះគ្រាន់តែពេលព្រឹកលោកបាន300ចានបាត់ទៅហើយបើតាមនិន្នាការនេះមួយថ្ងៃ1000ចានមិនមែនជាបញ្ហាទេល្អណាស់បើនៅតែបែបនេះគ្រួសារយើងនឹងមានបានធំម្ដងទៀតហើយចាំដល់ចុងខែពួកយើងនឹងយកប្រាក់ភាគលាភឲ្យពួកដែលមើងងាយមនុស្សបានដឹងខ្ញុំក៏អាចរៀបចំលុយការរៀបការបានដែរខ្ញុំនិយាយហើយតើគ្មាន Chen Fan ពួកយើងនៅតែរកលុយបានច្រើនដដែលឆ្ងាញ់គឺឆ្ងាញ់ហើយតែហាក់ដូចជាខ្វះរសជាតិបន្តិចបើធៀបនឹងហាង Chen ពីមុននោះក៏ព្រោះតែគ្រឿងផ្សំរបស់យើងល្អជាងនិងស្រស់ជាងញ៉ាំគុយទាវរបស់ខ្ញុំទៅញ៉ាំហើយនឹងមិននិយាយអ្វីឡើយ អូយឈឺពោះណាស់ខ្ញុំក៏ឈឺដែរ មិនត្រឹមត្រូវទេគុយទាវនេះមានបញ្ហាគុយទាវនេះមិនស្អាតទេតែអញដាក់អ្វីចូលទៅក្នុងនឹងពិតប្រាកដមែនទេមិនក៏ពួកខ្ញុំជឿខ្លាំងម្ល៉េះខ្ញុំមិនបានដាក់អ្វីទេមិនអាចទៅរួចទេរូបមន្តរបស់ខ្ញុំដូចគ្នាបេះបិទនឹងរបស់ Chen Fan តើរូបមន្តរបស់ Chen Fan ពួកយើងញ៉ាំជាង10ឆ្នាំហើយមិនដែលមានបញ្ហាទេមិនក៏ទៅជាបែបនេះវិញ ជាបញ្ហារបស់ពួកឯងខ្លួនឯងទេដឹងឬមួយក៏ចង់មកបោកប្រាស់កុំនិយាយច្រើនពួកយើងច្រើនគ្នាបែបនេះសុទ្ធតែញ៉ាំគុយទាវរបស់ឯងទៅមានបញ្ហាពិតជាមានបញ្ហាខាងហាងឯងហើយ អាឡូ120មែនទេពួកយើងពលអាហារជាក្រុមនៅហាងគុយទាវធ្វើម៉េចទេលើ ទើបតែបើកហាងឡើងវិញក៏មានរឿងតែម្ដងបងវ៉ែនបងនិយាយត្រូវហើយពួកយើងគ្រាន់តែរងចាំទៅបានហើយពួកគេមុខជាធ្វើឲ្យខូចការមិនខាន មនុស្សដែលមិនគោរពជំនាញនិងគ្មានចិត្តស្ញប់ស្ញែងចំពោះរូបមន្តពួកគេគិតតែពីវិធីកាត់បន្ថយថ្លៃដើមនិងរកលុយឲ្យបានលឿនប៉ុន្តែមិនដឹងថានៅពីក្រោយគុយទាវមួយចានគឺការបន្តវេននិងការសន្សំសំចៃរាប់សិបឆ្នាំនោះទេការលួចកាត់បន្ថយគ្រឿងផ្សំយករបស់អន់មកជំនួសមិនយូរមិនឆាប់នឹងមានរឿងហើយសំតែទទួលបានការដាក់ទោសហើយ គឺហាងមួយនេះហើយដែលធ្វើបាបភ្ញៀវយករបស់អន់មកជំនួសហើយថែមទាំងមានគ្រឿងផ្សំមានជាតិពុលឲ្យពួកយើងទៀតធ្វើឲ្យពួកយើងត្រូវចូលពេទ្យទាំងអស់គ្នា ប្រាប់ថៅកែឲ្យសងលុយភ្លាមញ៉ាំគុយទាវរបស់ឯងខ្ញុំត្រូវសម្រាប់ពេទ្យ2ថ្ងៃមែនហើយថ្លៃសម្រាប់ពេទ្យថ្លៃខាតបង់ការងារនិងការខូចខាតសុខភាពមិនអាចខ្វះមួយសេនឡើយសងលុយភ្លាម សូមសួរថាក្នុងនាមជាហាងគុយទាវល្បីលើអ៊ីនធឺណិតតើអ្នកណាជាអ្នកទទួលខុសត្រូវចំពោះបញ្ហាសុខភាពចំណីអាហារនេះ
រឿងដែលភ្ញៀវពលអាហារចូលពេទ្យនៅក្នុងហាងរបស់អ្នកតើអ្នកដោះស្រាយយ៉ាងណាមិនអាចជាបញ្ហារបស់ពួកយើងទេអ្នកទាំងអស់គ្នាកុំចាញ់បោកគេឲ្យសោះមែនហើយឬមួយក៏មកពីពួកឯងទៅតែញ៉ាំគ្រឿងផ្សំល្អបែបនេះលើកដំបូងទឹកក្រពះវាមិនទាន់ទម្លាប់ទៅមានបញ្ហាឯងមានន័យថាម៉េចឯងចង់និយាយថាខ្ញុំជាជ្រូកព្រៃមិនចេះស៊ីកន្ទក់មកមែនទេខ្ញុំប្រាប់ឯងទៅពួកយើងបានទៅពិនិត្យនៅមន្ទីរពេទ្យទាំងអស់គ្នាហើយគ្រូពេទ្យនិយាយថាវាជាការប៉ះទង្គិចគ្នានៃអាហារវាជាបញ្ហារបស់យើងរបស់ឯងប្រកែកមនុស្សទេ មិនអាចទៅរួចទេពួកយើងធ្វើតាមរូបមន្តទាំងអស់តើអាចមានការប៉ះទង្គិចគ្នាដោយរបៀបណាកុំមកធ្វើជាល្ងងនៅទីនេះសង្លុយភ្លាមថ្ងៃនេះត្រូវតែមានការពន្យល់បើមិនអញ្ចឹងទេកុំសង្ឃឹមថានឹងបានទៅណាឲ្យសោះគឺគេគួយទាវគឺគេជាអ្នកធ្វើបើចង់រកទៅរកគេទៅមិនពាក់ព័ន្ធនឹងខ្ញុំទេថាកែវងតាឯងមានន័យថាម៉េចខ្ញុំធ្វើតាមរូបមន្តដែលឯងឲ្យមកទាំងអស់គ្រឿងផ្សំក៏ឯងជាអ្នកទិញដែរតើពាក់ព័ន្ធអ្វីនឹងខ្ញុំនៅក្នុងចង្ក្រានបាយមានតែឯងម្នាក់ទេអ្នកណាដឹងថាឯងលួចដាក់របស់មិនស្អាតស្អំអ្វីខ្លះចូលទៅបាននិយាយពីរឿងមិនស្អាតគឺមកពីចង្ក្រានបាយរបស់ឯងមិនស្អាតទេឯងឲ្យលុយតែប៉ុន្មានចង់ឲ្យខ្ញុំថែមគ្រឿងទៀតគិតតែពីរឿងល្អពេកហើយកុំមកធ្វើពុតជាមិនដឹងអីអ្នកទាំងអស់គ្នាមើលចុះនេះជាបញ្ហារបស់ចង្ក្រានបាយទាំងអស់មិនមែនជាការទទួលខុសត្រូវរបស់យើងទេបើចង់បានការសងជំងឺចិត្តទៅរកគេទៅគឺវាជាបញ្ហារបស់គេពិតមែនវងគេអាខូចឯងហ៊ានវាខ្ញុំផងហេស្អីគេឯងស្មានថាខ្លួនឯងជាស្អីគ្រឿងផ្សំគឺឯងជាអ្នកនិយាយថាជារូបមន្តរបស់ Chen Fan ឥឡូវបែរជាឲ្យខ្ញុំជាអ្នកទទួលខុសត្រូវម្នាក់ឯងវិញខ្ញុំមិនធ្វើទៀតទេពួកឯងគ្មានអ្នកណាម្នាក់អាចទៅរួចទេតើអ្នកណាជាអ្នកសងការខាតបង់របស់ពួកយើងបើមិនសងជំងឺចិត្តទេខ្ញុំនឹងប្តឹងប៉ូលីសឥឡូវនេះឥឡូវត្រូវធ្វើម៉េចទៅតើពួកយើងត្រូវសងលុយពិតមែនទេអាវងតើវាជាបញ្ហាគ្រឿងផ្សំនិងរូបមន្តមែនទេចុះមិនក៏ពួកឯងមិនព្រមទទួលខុសត្រូវទៀតមែនហើយរូបមន្តរបស់ Chen Fan រូបមន្តដូចគ្នាសោះមិនក៏ Chen Fan ប្រើគ្មានបញ្ហាពួកយើងប្រើតែជាមានបញ្ហាវិញវាច្បាស់ជា Chen Fan មានបំណងធ្វើបាបពួកយើងហើយគឺ Chen Fan រូបមន្តនេះជារបស់ Chen Fan ពួកឯងញ៉ាំទៅមានបញ្ហាសុទ្ធតែ Chen Fan ជាអ្នកបង្កទាំងអស់តោះខ្ញុំនឹងនាំពួកឯងទៅរកមេខ្លោងដើម្បីទាមទារការពន្យល់ឥឡូវនេះបង Fan មិនស្រួលទេម៉ាស៊ីនបិទផ្សាយនេះទៅតែបើកដំណើរការថ្ងៃនេះក៏ខូចបាត់ទៅហើយមិនក៏ទៅជាចឹងយកទៅឲ្យរោងចក្រដើមជួសចូលទៅបង Van មិនមែនជាបញ្ហារបស់រោងចក្រដើមទេគឺមានគេញាត់ដែកគោមួយចូលទៅក្នុងនឹងបណ្ដាឲ្យវាខូចទាំងស្រុងតែម្ដងធ្វើឲ្យខូចខាតទាំងស្រុងគ្មានប្រព័ន្ធខ្យល់ចេញចូលផ្សែងនិងចំហាយទឹកនៅក្នុងផ្ទះបាយមិនអាចភីចេញទៅក្រៅបានតតែសោះច្បាស់ជាអាសត្វចង្រៃចាស់នោះហើយកាលពីថ្ងៃដែលម៉ាស៊ីនមកដល់វាដើរវិលវល់នៅក្បែរនោះរហូតអូហូម៉ាស៊ីនថ្មីនេះល្អណាស់អស់លុយមិនតិចទេដឹងបងឆែនថ្ងៃនោះគេមកគឺគ្មានបំណងល្អទេមិននឹកស្មានថាគេហ៊ានដាក់ដែកគោចូលក្នុងម៉ាស៊ីនសោះថោកទាបណាស់ទៅយកវីដេអូកាមេរ៉ាសុវត្ថិភាពមករក្សាទុករាល់ភស្តុតាងទាំងអស់កុំឲ្យចន្លោះប្រហោងបាទអូយឈឺណាស់មើលឲ្យច្បាស់ទៅគឺវាដែលចិត្តណាឲ្យរូបមន្តមានបញ្ហាមកខ្ញុំទើបធ្វើឲ្យពួកអ្នកទាំងអស់គ្នាឈឺពោះត្រូវហើយពួកយើងទៅគិតបញ្ជីជាមួយវារឿងទាំងអស់នេះមិនពាក់ព័ន្ធនឹងគាត់ទេ Chen Fan ខ្ញុំជាអ៊ំបង្កើតរបស់អ្នកណាហេតុអីអ្នកធ្វើបាបខ្ញុំបែបនេះបំផ្លាញហាងគុយទាវខ្ញុំធ្វើបាបភ្ញៀវតើអ្នកចង់បានជីវិតខ្ញុំមែនទេ Chen Fan អាមនុស្សរមគុណពួកយើងចិញ្ចឹមអ្នកដូចកូនបង្កើតបីបាច់ថែរក្សាអ្នកតាំងពីតូចក្រូចឆ្មាតែអ្នកបែរជាសង្គន់ដោយការធ្វើបាបវិញតើអ្នកមិនខ្លាចបាបកម្មទេមែនទេ Chen Fan អ្នកសាហាវពេកហើយខ្លាចពួកយើងដណ្ដើមមួយទៅចិត្តណាឲ្យរូបមន្តមានបញ្ហាមកពួកយើងចិត្តគុំនិតអ្នកហេតុអីក៏អាក្រក់ម្ល៉េះទោះជាមិនពេញចិត្តពួកយើងតើភ្ញៀវទាំងនេះមានរឿងអីជាមួយអ្នកដែរ Chen Fan សុំសួរថារូបមន្តដែលញ៉ាំទៅមានបញ្ហានោះពិតជាអ្នកឲ្យមែនទេតើជាការសងសឹករបស់អ្នកមែនទេដែលស្ទើរតែធ្វើឲ្យមនុស្សពលអាហារដើម្បីដណ្ដើមទ្រព្យសម្បត្តិសំបីតែសតិសម្បជញ្ញៈក៏គ្មានដែរធម្មតាពួកយើងឃើញអ្នកស្មោះត្រង់ណាស់មិននឹកស្មានថាហ៊ានសម្លាប់មនុស្សសោះអ្នកទាំងអស់គ្នាឃើញហើយមែនទេនេះជាអមនុស្សរមិលគុណដែលខ្ញុំចិញ្ចឹមមកវាប្រកួតប្រជែងស្មោះត្រង់ចិត្តណាឲ្យរូបមន្តខុសមកខ្ញុំធ្វើឲ្យពួកអ្នករងគ្រោះដែរខ្ញុំធ្វើឲ្យពួកអ្នកលំបាកហើយសុំទោសផងមេមិនល្អកូនចៅក៏មិនកើតអ៊ំមិនមែនជាមនុស្សល្អក្មួយក៏ជាមនុស្សអាក្រក់ដែរហ៊ានយកពួកយើងធ្វើជាគ្រឿងពិសោធន៍ដើម្បីប្រកួតប្រជែងមិនស្មោះត្រង់បើជារូបមន្តរបស់ Chen Fan ត្រូវតែសងថ្លៃព្យាបាលនិងសងជំងឺចិត្តពួកយើងChen Fan អតិឆានហេតុអីអ្នកចង់ធ្វើបាបពួកយើងដែលជាមនុស្សស្លូតត្រង់អ៊ំរបស់អ្នកនិយាយហើយថារូបមន្តគឺអ្នកឲ្យអីចឹងការទទួលខុសត្រូវតែនៅលើអ្នកថ្លៃព្យាបាលនិងថ្លៃខាតបង់ការងាររបស់យើងអ្នកត្រូវតែសងត្រូវហើយកាលពីមុនស្មានតែអ្នកមានស្នាដៃល្អមិននឹកស្មានថាសើធរអង្គថយបែបនេះសោះត្រូវហើយត្រូវតែបកស្រាយឲ្យច្បាស់លាស់បើអ៊ំនិយាយតែថារូបមន្តជាខ្ញុំឲ្យចុះសាកប្រាប់មើលថានៅក្នុងរូបមន្តខ្ញុំមានគ្រឿងផ្សំអ្វីខ្លះខ្ញុំចាំមិនច្បាស់ទេរូបមន្តនោះឯងជាអ្នកឲ្យខ្ញុំមិនដឹងថាគ្រឿងផ្សំទាំងនោះឈ្មោះអីខ្លះខ្ញុំមិនមែនជាចុងភៅទេសូម្បីតែគ្រឿងផ្សំក្នុងរូបមន្តក៏អ៊ំចាំមិនច្បាស់ដែរចុះសម្ភារៈដែលអ៊ំធ្វើគុយទាវប៉ុន្មានថ្ងៃនេះទិញមកដោយរបៀបណា Chen Fan កុំមកបង្វែរដានរឿងនៅទីនេះរូបមន្តគឺឯងជាអ្នកសរសេរពួកយើងគ្រាន់តែទិញតាមនឹងទេឥឡូវមានបញ្ហាគុំសង្ឃឹមថានឹងគេចវេសឲ្យសោះទាំងជីវិតគេបាត់ដែលអ៊ំទិញគ្រឿងផ្សំពីអ្នកផ្គត់ផ្គង់នៅលើនេះសរសេរយ៉ាងច្បាស់លាស់ថាអ៊ំទិញសម្ភារៈអ្វីខ្លះនិងទិញចំនួនប៉ុន្មានឯងហ៊ានសឹកអង្កេតខ្ញុំផងគ្រឿងផ្សំដែលអ៊ំប្រើទាំងនេះគឺខុសគ្នាស្រឡះពីក្នុងរូបមន្តរបស់ខ្ញុំតាំងពីដើមដល់ចប់គឺអ៊ំលួចទិញចូលដោយខ្លួនឯងហើយផ្សំបញ្ចូលគ្នាផ្ទះដាគ្មានពាក់ព័ន្ធនឹងរូបមន្តខ្ញុំបន្តិចណាឡើយអ្នកផ្គត់ផ្គង់ទាំងនេះសុទ្ធតែជាអ្នកស្គាល់គ្នារបស់អ៊ំអ្នកណាដឹងថាអ៊ំត្រូវរកគ្នាជាមួយពួកគេដើម្បីធ្វើវាកខ្លាំងខ្លាយអត់កុំមកបង្វែរការយកចិត្តទុកដាក់នៅទីនេះរឿងថ្ងៃនេះជាការទទួលខុសត្រូវរបស់អ្នកត្រូវតែសងថ្លៃព្យាបាលថ្លៃខាតបង់ការងាររបស់គ្រប់គ្នារាល់ការខូចខាតទាំងអស់អ្នកត្រូវតែទទួលកុំមកទម្លាក់កំហុសដាក់គ្នាកុំសង្ឃឹមថានឹងគេចវេសពីការទទួលខុសត្រូវពួកយើងញ៉ាំទៅឈឺពោះជាការពិតត្រូវតែសង្លុយត្រូវហើយមិនខ្វល់ថាអ្នកណាត្រូវអ្នកណាខុសទេពួកយើងជាជនរងគ្រោះគឺស្លូតត្រង់ថ្លៃព្យាបាលនិងថ្លៃខាតបង់ការងារមិនអាចខ្វះមួយរៀលឡើយមិនអីទេបើអ៊ំមិនព្រមទទួលស្គាល់អីចឹងឲ្យខ្ញុំប្រាប់អ្នកទាំងអស់គ្នាទៅចុះថារូបមន្តរបស់អ៊ំបានមកដោយរបៀបណា
អ្នកទាំងអស់គ្នាមើលឲ្យច្បាស់ទៅនេះជារូបភាពដែលថតបានពីកាមេរ៉ាសុវត្ថិភាពនៅក្នុងហាងខ្ញុំនៅពាក់កណ្ដាលអធ្រាត្រគ្រួសារអ៊ំខ្ញុំបានផ្លោះបង្អួចចូលក្នុងផ្ទះបាយមិនត្រឹមតែលួចយករូបមន្តដើមរបស់ខ្ញុំទៅទេថែមទាំងបំផ្លាញហាងខ្ញុំទៀតផងច្បាស់ណាស់ថាពួកអ្នកជាអ្នកលួចរូបមន្តរបស់បងហ្វេនហើយនៅធ្វើជាស្រែកចោទគេទៀតថ្ងៃនេះទីបំផុតបានឲ្យគ្រប់គ្នាឃើញមុខមាត់ពិតរបស់ពួកអ្នកហើយតើអ៊ំឆ្ងល់មែនទេថាហេតុអីបានជារូបមន្តដែលលួចពីហាងខ្ញុំទៅបែរជាមានបញ្ហានៅក្នុងរូបមន្តរបស់ខ្ញុំមានគ្រឿងផ្សំពី3មុខជាវត្ថុបុរាណដែលផលិតដោយបច្ចេកទេសផ្ដាច់មុខរបស់អ្នកស្នំរកវប្បធម៌អ្វីខ្លះខេត្តដែលមានតម្លៃតែរកទិញមិនបានឡើយនៅលើទីផ្សារគឺគ្មានលក់តតែសោះគ្រឿងផ្សំទាំងនេះមិននៅក្នុងផ្ទះបាយខ្ញុំទេដូច្នេះគាត់លួចមិនបានឡើយបើគ្មានគ្រឿងផ្សំស្នូលទាំងនេះដើម្បីផ្សំទេទល់ឲ្យភាពនៃស៊ុបទាំងមូលនឹងត្រូវបាត់បង់ហើយរសជាតិថ្មីនៃវត្ថុជំនួសទាំងនោះមិនត្រូវគ្នាទើបធ្វើឲ្យអតិថិជនញ៉ាំទៅមានបញ្ហាតាមពិតគឺខ្លួនឯងជាអ្នកលួចរូបមន្តហើយនៅធ្វើជាស្រែកចោទគេទៀតយកពួកយើងធ្វើជាឧបករណ៍សោះធ្វើឲ្យពួកយើងចូលពេទ្យហើយនៅចង់ទម្លាក់កំហុសឲ្យអ្នកដទៃមួយគ្រួសារសុទ្ធតែជាចោលសងលុយថ្ងៃនេះត្រូវតែសងលុយខ្ញុំសម្រាប់ព្យាបាលនៅពេទ្យ3ថ្ងៃខ្លាចព្យាបាលបុកនិងខ្លាចខាត់បងការងារយ៉ាងហោចណាស់ក៏20000ដែរខ្ញុំក៏ដូចគ្នាកូនទាំងពីរអ្នករបស់ខ្ញុំញ៉ាំទៅមានបញ្ហាគ្រួសារយើងត្រូវតែសង50000ខ្សែកណ្ហើយទេលុយមកលឿនឡើងចង់ធ្វើអាជីវកម្មត្រូវធ្វើជាមនុស្សល្អសិនអ៊ំនេះជាមេរៀនដំបូងដែលខ្ញុំបង្រៀនអ៊ំ25000ខ្ញុំបានលុយច្រើនពីណាមកចិនហ្វេនពួកយើងជាគ្រួសារតែមួយតើអ្នកអាចជួយចេញលុយនេះជំនួសខ្ញុំសិនបានទេការដែលអ៊ំលួចរូបមន្តខ្ញុំហើយនាំមនុស្សមកបង្កការរំខាននៅក្នុងហាងខ្ញុំអ៊ំមិនដែលគិតថាពួកយើងជាគ្រួសារតែមួយទេចង់ឲ្យខ្ញុំធ្វើជាអ្នករងគ្រោះជំនួសមែនទេយកសពទៅអ៊ំដឹងយ៉ាងច្បាស់ថារូបមន្តមានបញ្ហាតែមិនប្រាប់ពួកយើងអ៊ំគឺមានចេតនាអ៊ំក៏ត្រូវតែមានការទទួលខុសត្រូវដែរចិនហ្វេនអាំមនុស្សរំគុណពួកយើងខំចិញ្ចឹមអ្នកឡើងលំបាកណាស់តែអ្នកបែរជាធ្វើបាបពួកយើងវិញមិនត្រឹមតែបំផ្លាញហាងពួកយើងទេថែមទាំងចង់ឲ្យគ្រួសារយើងវិនាសទៀតតើស្ទេសំជាអ្នករបស់អ្នកត្រូវបានឆ្កែស៊ីអស់ហើយមែនទេត្រូវហើយពួកយើងក៏ជាជនរងគ្រោះដែរពួកត្រូវវិនាសដោយសារតែអ្នកហើយវ៉ងឈួយបានបង្កើតអន្ទាក់មួយសូមអ្នកទាំងអស់គ្នាមើលម៉ាស៊ីននេះគឺខ្ញុំទើបតែទិញមកថ្មីទេតម្លៃ28000កាមេរ៉ាសុវត្ថិភាពក្នុងហាងខ្ញុំបានថតយ៉ាងច្បាស់គ្រួសារអ្នកឆ្លៀតពេលខ្ញុំមិនចាប់អារម្មណ៍បានបំផ្លាញឧបករណ៍ក្នុងហាងដោយចេតនាធ្វើឲ្យម៉ាស៊ីនខូចប្រាការលែងកើតនេះឬជាអ្វីដែលគ្រួសារអ្នកធ្វើដាក់ខ្ញុំលុយនេះអ្នកត្រូវតែសងតាមតម្លៃពិត28000មិនខ្វះ1សេនឡើយបើមិនអញ្ចឹងទេខ្ញុំនឹងប្តឹងប៉ូលីសឥឡូវនេះពួកយើងមិនសងទេបើគ្មានពួកយើងទេអញគ្រាន់តែជាអ្នកលក់ដូរតាមចិញ្ចើមថ្នល់ប៉ុណ្ណោះពួកយើងមានចិត្តល្អជួយអញឲ្យមានបានអញចង់យក180មកវិញពួកយើងចេញមែនទេឆ្លងស្ពានហើយកាប់ស្ពានចោលសឹកសម្ញអ្នកឆ្កែស៊ីអស់ហើយថ្ងៃនេះទេឥឡូវមានបានហើយស្លាប់រឹងហើយក៏ក្រឡាស់មុខលេងស្គាល់មនុស្សហើយអញនេះពិតជាជំពាក់ពួកយើងមែនកុំថាឡើយពួកយើងបំផ្លាញម៉ាស៊ីនកំពេចកំប៉ុករបស់ឯងសូម្បីតែវាកំទេចខាងឯងក៏ឯងត្រូវតែទ្រាំដែរគ្រួសារនេះពិតជាក្រាស់មុខពេកហើយអ្នករាល់គ្នាត្រូវតែសងលុយទាំងអស់មកវិញអ្នកណាថាញ៉ាំខាត់3ឆ្នាំមកនេះក្រៅពីហាងនេះដែលពួកយើងបើករួមគ្នាផលចំណេញសុទ្ធ7.2លានគ្រួសារអ្នកយកទៅ7.02លានតែចែកឲ្យខ្ញុំតែ180,000ប៉ុណ្ណោះតើអ្នកណាឲ្យពិតប្រាកដដែលឆ្លងស្ពានហើយកាប់ស្ពានចោលអ្នកណាដែលចិត្តខ្មៅដូចឆ្កែចោលលេបលុយខ្ញុំច្រើនយ៉ាងនេះហើយនៅតែមិនអស់ចិត្តសុបប៉ាន់ចុងភៅដែលខ្ញុំជួលមកយកលុយកម្រៃជើងសារពួកអ្នករកលេខគ្រប់បែបយ៉ាងមិនមែនគ្មានលុយសងទេគឺមិនចង់សងសោះតែម្ដង3ឆ្នាំយកទៅ7លានហើយនៅថាឆេនវ៉ែនជំពាក់ពួកគេទៀតខ្ញុំមើលទៅបើគ្មានឆេនវ៉ែនទេគ្រួសារពួកគេច្បាស់ជាទៅសុំទានហើយឆេនវ៉ែនឯងចង់ធ្វើអីទោះជាយ៉ាងណាក៏ពួកយើងជាសាច់ញាតិរបស់ឯងដែរឯងមិនយល់ដល់មនោសញ្ចេតនាគ្រួសារសំបីតែបន្តិចទេអីកុំប្តឹងប៉ូលីសអីវ៉ងឈួយនៅត្រូវរកការប្រពន្ធទៀតព្រមហើយខ្ញុំសងមិនបានទេអីខ្ញុំ20000ខ្ញុំ30000ខ្ញុំ50000ហើយនឹងម៉ាស៊ីនរបស់ខ្ញុំ28000ពួកយើងម្នាក់សុទ្ធតែអាចលើកយកអាវុធច្បាប់មកការពារសិទ្ធិស្របច្បាប់របស់ខ្លួនឯងបានដោយដែលអ្នកទាំងអស់គ្នាបានឃើញស្រាប់ហើយហាងថ្មីរបស់ខ្ញុំនឹងបើកដំណើរការក្នុងរយៈពេល3ថ្ងៃទៀតមើលទៅថ្ងៃនេះពួកយើងមិនមកទេឡើយបានរកឃើញហាងដ៏មានតម្លៃមួយហើយប្រសិនបើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍លើហាងថ្មីរបស់ Chen Van ពួកយើងនឹងធ្វើកម្មវិធីពិសេសចុះពិនិត្យហាងជាបន្តបន្ទាប់ដើម្បីបង្ហាញជូនអ្នកទាំងអស់គ្នាទៅ Chen Van ឯងពិតជាខ្លាំងមែនពួកយើងទៅឡៅវងបើគុំតែថ្ងៃនេះខ្ញុំមើលព័ត៌មានក៏មិនដឹងដែរថាតាមពិតអ្នកបានឆ្លុះបាក់មុខជាមួយ Chen Fan តាំងពីយូរហើយម្សៅធ្វើនំដែលអ្នកប្រើបើខាងមិនមែនជារូបមន្តរបស់ Chen Fan តតែសោះអ្នកបោកប្រាស់ពួកយើងរហូតមកថៅកែវងខ្ញុំបានឮថាកាលពីមុនអ្នកបើខាងជាមួយគ្នាអ្នករកបាន7.2លានតែចុងក្រោយចែកឲ្យ Chen Fan តែ180,000ប៉ុណ្ណោះតើអ្នកនៅជាមនុស្សទេគ្រួសារអ្នកពឹងផ្អែកលើរូបមន្តរបស់ Chen Fan ទើបរកលុយបានមិនត្រឹមតែមិនដឹងគុណទេថែមទាំងធ្វើដាក់អ្នកមានគុណបែបទៀតមនុស្សដូចអ្នកពួកយើងមិនហ៊ានវិនិយោគជាមួយទេសងលុយវិញមកពួកយើងលែងជឿសម្ដីភូតភររបស់អ្នកទៀតហើយគ្មានលុយទេគឺយករបស់របរមកជំនួសវិញត្រូវហើយទាំងអស់គ្នាឡើងទៅមានអីយ៉ាងនឹងទៅបើមិនបានលុយមកវិញទេពួកយើងមិនព្រមឡើយមិនអាចយកទៅទេទម្លាក់ចុះទាំងអស់គ្នាទៅនេះជាផ្ទះរបស់ខ្ញុំរបស់របរទាំងនេះសុទ្ធតែជារបស់ខ្ញុំ
ចប់ហើយចប់អស់ហើយខ្ញុំនៅត្រូវការប្រពន្ធទៀតលើកនេះតើត្រូវធ្វើដោះស្រាយយ៉ាងម៉េចទៅបាក់មើលចុះនេះជាវីឡាដែលវ៉ងស៊ុយទិញឲ្យកូនតម្លៃជាង7 លានឯណោះវ៉ងស៊ុយតើមានរឿងអីហ្នឹងបងមិនថាវីឡាគ្រួសារបងរៀបចំរួចរាល់អស់ហើយរងចាំតែអូនចូលមករស់នៅទេអីសៀវហួយយើងកំពុងរៀបចំផ្ទះឡើងវិញអីវ៉ាន់ខ្លះត្រូវយកចេញក្រៅហើយត្រូវហើយរៀបចំផ្ទះឡើងវិញយើងគិតថានឹងរៀបចំវាឡើងវិញឲ្យមើលទៅកាន់តែស្អាតរៀបចំផ្ទះឡើងវិញសូម្បីតែកៅអីមួយក៏គ្មានផងតើនេះជាសភាពមនុស្សចង់រៀបចំផ្ទះមែនទេសៀវហួយម៉ាក់ឯងដឹងទេថាសៀវហួយរៀបការជាមួយម្ចាស់ហាងមីនោះប្រញាប់មើលព័ត៌មានទៅមានរឿងធំហើយវ៉ាងស៊ុយឯងមិននិយាយថាហាងមីឯងរកលុយបានច្រើនរាល់ថ្ងៃទេហីមិនមែនថានឹងឲ្យលុយថ្លៃទឹកដោះដាំក្បាលទេហីលទ្ធផលគឺពួកឯងលួចរូបមុនគេហើយធ្វើឲ្យភ្ញៀវគោលអាហារទៀតសៀវហួយស្ដាប់ខ្ញុំពន្យល់សិនល្មមហើយកាលមុនយើងព្រមឲ្យកូនស្រីរៀបការព្រោះតែហាងមីនិងស្នាដៃរបស់ឯងឥឡូវហាងមីក៏លែងមានកេរ្តិ៍ឈ្មោះក៏ខូចអស់តើយើងអាចរុញកូនស្រីយើងចូលក្នុងគំនរភ្លើងបានយ៉ាងម៉េចការរៀបការនេះយើងមិនព្រមទេតោះទៅសៀវហួយកុំតន់ទៅទោះជាហាងមីគ្មានក៏ដោយតែបេះដូងខ្ញុំស្រឡាញ់អូនពិតប្រាកដជឿខ្ញុំចុះឲ្យពេលខ្ញុំបន្តិចទៀតខ្ញុំនឹងអាចងើបឡើងវិញបានវ៉ាងស៊ុយជប់យកសពទាំងថ្ងៃទៅបើគុំតែគិតថាហាងមីឯងជាឆ្នាំងបាយមាសក៏ខ្ញុំមិនខ្ជិលមើលមុខឯងដែរគ្រូសាឯងនេះភ្នែកខ្លីណាស់សូម្បីតែលោកឆាន់ហ្វានដែលជាទើបតាទ្របក៏ដេញចេញដែរខ្ញុំនៅជាមួយឯងមានអនាគតល្អណាស់ប្រញាប់ថយចេញឲ្យឆ្ងាយទៅសៀវហួយសៀវហួយសៀវហួយកុំទៅចោលខ្ញុំទាំងអស់នេះមកពីឯងបើមិនមែនមកពីឯងចង់បានលុយរបស់ឆាន់ហ្វានទេគ្រូសាយើងនឹងមិនធ្លាក់ក្នុងសភាពបែបនេះទេហើយអាពីពីក៏មិនត្រូវខូចខាតសៀវហួយក៏មិនបែកបាក់ជាមួយខ្ញុំដែរកូនសម្លាញ់ម៉ាក់ធ្វើនេះក៏ដើម្បីកូនដែរបើបន្ទោសត្រូវបន្ទោសអាឆាន់ហ្វាននោះទៅបើវានៅធ្វើការឲ្យយើងតាមមានរឿងបែបនេះកើតឡើងទេជប់និយាយទៅមកពីឆាន់ហ្វានទាំងអស់វាមកធ្វើឲ្យហាងយើងបាត់លេងការធ្វើឲ្យសៀវហួយបែកពីខ្ញុំធ្វើឲ្យគ្រូសាយើងតិចៗវាជំពាក់យើងខ្ញុំត្រូវតែឲ្យវាសឹងវិញលុយរបស់យើងអស់ហើយផ្ទះទេស្អាតហើយទៅថ្ងៃមុខត្រូវរស់នៅយ៉ាងម៉េចទៅបងហ្វានឬថាក្រុមហ៊ុនវ៉ាងស៊ុយត្រូវគេបិទហើយសូម្បីតែផ្ទះវីឡារបស់គេក៏ត្រូវគេរឹបអូសដែរបើគេគ្មានលុយសងទេគេត្រូវលក់ផ្ទះហើយបើចង់ឲ្យគេវិនិច្ឆ័យត្រូវឲ្យគេឈួតសិនទាំងអស់នេះជាការស្វែងរកទុកដាក់ខ្លួនរបស់គេទេខ្ញុំបានផ្ដល់ឱកាសឲ្យគេច្រើនដងហើយគឺគេខ្លួនឯងទេដែលបដិសេធសូមអរគុណអ្នកជិតខាងនិងអតិថិជនចាស់ទាំងអស់ដែលបានមកគាំទ្រខ្ញុំសូមប្រកាសថាហាងមីឈិនស៊ីបើកដំណើរការជាផ្លូវការហើយប្រិយមិត្តទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងស្ថិតនៅហាងមីហ្វឺយីដែលល្បីខ្លាំងនាពេលថ្មីនេះរសជាតិគឺពិតជាអស្ចារ្យណាស់សរសៃមីស្វិតល្អទឹកស៊ុបដិតជាតិញ៉ាំមួយម៉ាត់គឺជាប់ចិត្តតែម្ដងអ្នកដែលមិនទាន់បានមកញ៉ាំប្រញាប់មកសាកល្បងទៅហាងនេះពិតជាមិនធ្វើឲ្យខកបំណងទេរសជាតិនេះហើយឆិនហ្វានខ្ញុំនៅរសជាតិមីមួយចាននេះយូរហើយទឹកស៊ុបកាន់តែឆ្ងាញ់សរសៃមីកាន់តែស្វិតល្អរសជាតិគឺល្អជាងមុនឆ្ងាញ់ណាស់សូមអរគុណអ្នកជិតខាងចាស់ទាំងអស់គ្នារូបមន្តទឹកស៊ុបពេលនេះគឺខ្ញុំបានកែលម្អបន្ថែមពីលើរូបមន្តដែលលោកតាបន្សល់ទុកឲ្យគ្រឿងផ្សំខ្លះនៅក្នុងនេះគឺទទួលបានផ្ដាច់មុខពីអ្នកជំនាញផ្នែកបេតិកភណ្ឌវប្បធម៌អរូបីដ៏ល្បីល្បាញរឿងផ្សេងទៀតខ្ញុំមិនហ៊ាននិយាយទេតែការយកចិត្តទុកដាក់ធ្វើមីមួយចានឲ្យបានល្អគឺជានិមិត្តរូបរបស់ឆិនហ្វាននេះទើបជាហាងមីដែលពួកយើងគួរតែគាំទ្រតើហាងនៅឯណាខ្ញុំចង់ទៅឥឡូវនេះបងហ្វានបងពិតជាអស្ចារ្យណាស់ថ្ងៃនេះមិនទាន់ដល់ពេលរសៀលផងចំណូលរបស់ពួកយើងគឺលើសពីចំណូលពេញមួយថ្ងៃកាលពីមុនទៅទៀតមានតែការយកចិត្តទុកដាក់ធ្វើមីទេទើបអតិថិជនពេញចិត្តនិងគាំទ្រប៉ាហាងតូចនោះមានមនុស្សតម្រង់ជួរទៀតហើយសូម្បីតែពួក Net Idols ល្បីក៏ជួយផ្សព្វផ្សាយឲ្យគេដែរចំណែកហាងយើងគ្មានមនុស្សម្នាក់សោះតើយើងត្រូវធ្វើយ៉ាងម៉េចទៅវ៉ាងស៊ុយបើមិនមែនមកពីឯងបង្ខំឲ្យលេងលះជាមួយនាងទេរឿងក៏មិនខ្លាចជាបែបនេះដែរឥឡូវតើត្រូវធ្វើយ៉ាងម៉េចឥឡូវនិយាយរឿងទាំងនេះមានប្រយោជន៍អីពេលចែកលុយគ្នាម៉ាក់សាច់សប្បាយជាងគេឥឡូវមានរឿងបែរជាមកបន្ទោសខ្ញុំទាំងអស់ម៉ាក់កុំបារម្ភអីវ៉ាងស៊ុយនឹងរកវិធីដោះស្រាយឲ្យបានលោកនិយាយមកតើខ្ញុំត្រូវយកលុយប៉ុន្មានទើបអាចឲ្យលោកវិនិយោគជាមួយខ្ញុំបានឥឡូវនេះខ្ញុំបើកហាងប្រជែងជាមួយវាដណ្ដើមមួយរបស់វាឲ្យអស់វ៉ាងស៊ុយឯងក៏កុំគិតខ្លីពេកអីអ្នកណាថាបើកហាងត្រូវតែប្រើរូបមន្តរបស់វាមីហ្វឺយីអីនោះហួសសម័យបាត់ទៅហើយឥឡូវគេកំពុងនិយមម្ហូបចម្រុះគ្រប់មុខតើដឹងទេតើអ្វីទៅជាម្ហូបចម្រុះគឺការបូកបញ្ចូលគ្នានៅវិធីធ្វើម្ហូបឆ្ងាញ់ពីគ្រប់ទីចូលគ្នាឯងគ្រាន់តែរកម៉ាកល្បីមួយដើម្បីទិញសិទ្ធិផ្ដាច់មុខរៀបចំហាងឲ្យស្អាតតាក់ទាញហើយជួលចុងភើល្បីមកធ្វើជាការស្រេចធានាថាល្អជាងហាងចាស់គំរូរបស់វា10ដងនេះគេហៅថាដើរតាមទាន់សម័យកាលយោពងសម្រេចតាមនឹងចោះខ្ញុំមិនជឿថាបើគ្មានអាឈិនហ្វានទេខ្ញុំបើកហាងមិនកើតនោះ
បើគំនិតនេះជោគជ័យពេលហាងថ្មីខ្ញុំរកលុយបានខ្ញុំនឹងចែកភាគលាភឲ្យលោកយកវីឡាមួយខ្នងនេះមកបញ្ចាំគឺគ្មានបញ្ហាទេពេលចុះហត្ថលេខារួចលុយនឹងធ្លាក់មកភ្លាមផ្ទះនេះជាទ្រព្យសម្បត្តិទាំងអស់ដែលយើងសន្សំបានហើយណាថៅកែបើមិនជឿជាក់ទេក៏តាមនឹងចុះមិនលះបង់ក៏មិនបានផលដែរចុះហត្ថលេខាថៅកែវាងរហ័សរហួនណាស់លុយបានចូលកាន់នេះហើយជូនពោលោកលក់ដាច់ខ្លាំងណាស់ឈិនហ្វានឯងចាំមើលទៅលើកនេះខ្ញុំនឹងកំទេចហាងមីកំពេចកំប៉ុករបស់ឯងឲ្យខ្ទេចមិនខានលីថាផ្លូវក្បែរនោះទៅតែបើខាងមីបែបច្នៃប្រឌិតថ្មីមួយបុគ្គលិកសុទ្ធតែប្រុសសង្ហាមនុស្សជាច្រើននាំគ្នាទៅថតរូបលេងបើមិនអញ្ចឹងពួកយើងទៅសាកមើលដែរទៅតោះទៅមើលបន្តិចទៅបងហ្វានហាងនេះធ្វើមីច្នៃប្រឌិតអីហ្នឹងសុទ្ធតែថតរូបបង្អួតគ្នានិងផ្ទាំងរូបភាពថតរូបស្រុកទាញយូរវ័យទៅអស់ហើយលើលៃធ្វើអាជីវកម្មមិនមែនមើលតែមួយពេលនោះទេពួកគេចូលចិត្តភាពប្លែកថ្មីតែមីវិញគឺត្រូវតម្រូវតាមចំណង់ចំណូលចិត្តអតិថិជនភាពអ៊ូអរនិងកន្លងផុតទៅអ្វីដែលនៅសល់គឺរសជាតិពិតប្រាកដលីថាលោកនេះពួកគេខ្ចីលុយចង់ការប្រាក់ក្រៅប្រព័ន្ធលុយចង់ការមិនដូចសាច់ញាតិទេមិនមែនប្រឡាស់សម្ដីជាការស្រេចឡើយលើកនេះខ្ញុំរងចាំមើលពួកគេទទួលផលកម្មចុះពុកគំនិតពុកពិតជាល្អមែនមនុស្សនៅក្នុងហាងរបស់ឈិនហ្វានរត់មកខាងយើងអស់ហើយធ្វើអាជីវកម្មត្រូវតែដើរទាន់សម័យកាលឈិនហ្វាននោះដឹងអីទៅបានត្រឹមតែរក្សារូបមន្តចាស់គំរើនោះអស់មួយជីវិតចុះរបស់ចាស់គំរើបែបនោះមិនយូរមិនឆាប់នឹងត្រូវសម័យកាលបោះបង់ចោលមិនខានបាននិយាយពីរឿងរកស៊ីឈិនហ្វានសំបីតែ1ភាគ10របស់ខ្ញុំក៏មិនស្មើផងចាំមើលទៅមិនហួសពីថ្ងៃទៀតទេហាងមេរបស់គេនឹងលែងមានមនុស្សម្នាក់មិនខានថៅកែនៅសល់មីទៀតទេសុំមួយចានមកសុំទោសផងបាទពួកយើងលក់តែ180ចានក្នុងមួយថ្ងៃប៉ុណ្ណោះមីថ្ងៃនេះលក់អស់ហើយឥឡូវហាងបិទហើយបាទថៅកែលក់ដាច់ខ្លាំងម្ល៉េះហេតុអីមិនពង្រីកហាងបន្ថែមទៅមីនេះសំខាន់លើភ្លើងនិងស្នាដៃបើធ្វើច្រើនពេកនឹងមិនអាចធានាគុណភាពបានទេរឿងលួចបន្លំគ្រឿងផ្សំខ្ញុំមិនធ្វើដាច់ខាតធ្វើមីឲ្យបានល្អគ្រប់ចានដោយស្មោះត្រង់គឺល្អជាងអ្វីទាំងអស់យុវជនឲ្យ instruction ខ្ញុំធ្លាប់ដើរឆ្លងកាត់ច្រើនឆ្នាំមកហើយធ្លាប់ញ៉ាំមេរាប់មិនអស់យុវជនដែលអាចរក្សាចិត្តគំនិតដើមនិងគោរពជំនាញរបស់ខ្លួនដូចជាឯងនេះពិតជាមានមិនច្រើនឡើយខែក្រោយខេត្តនឹងរៀបចំការប្រកួតម្ហូបអាហារដ៏ធំមួយដែលប្រមូលផ្ដុំចុងភៅល្បីពីគ្រប់ទីខ្ញុំសូមអញ្ជើញឯងចូលរួមជាផ្លូវការប្រកួតម្ហូបអាហារបងហ្វាននេះជាឱកាសល្អណាស់ណាអ្នកឈ្នះមិនត្រឹមតែទទួលបានប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ប៉ុណ្ណោះទេថែមទាំងអាចឲ្យមនុស្សជាច្រើនស្គាល់មីរបស់ឯងស្គាល់ពីភាពទាក់ទាញនៃស្នាដៃប្រពៃណីរបស់យើងទៀតផងប្រាក់រង្វាន់ខ្ញុំមិនខ្វល់ទេតែឆ្លៀតឱកាសនេះឲ្យមនុស្សកាន់តែច្រើនចង់រៀនចង់បន្តវេនស្នាដៃបុរាណរបស់យើងរឿងនេះខ្ញុំសុខចិត្តធ្វើល្អខ្ញុំរងចាំតែពាក្យមួយម៉ាត់នេះរបស់អញទេរឿងចុះឈ្មោះខ្ញុំនឹងចាត់ចែងជូនតាមព័ត៌មានឲ្យដឹងថាការប្រកួតម្ហូបអាហារនឹងចាប់ផ្ដើមជាផ្លូវការនៅមួយខែក្រោយពុកម៉ែមើលនរណានឹងមិនមែនជាឈិនហ្វានទេអីការប្រកួតម្ហូបអាហារគេនឹងហេហាងមីស្ទ័រតែបើកមិនរួចទៅហើយនៅហ៊ានទៅចូលរួមប្រកួតទៀតពិតជាមិនចេះប្រមាណខ្លួនសោះពុកការប្រកួតនេះចុះឈ្មោះយ៉ាងម៉េចទៅពួកយើងក៏ទៅចូលរួមដែរទៅឯងដឹងអីទៅការប្រកួតនេះបើឈ្នះប្រាក់រង្វាន់មានរហូតដល់1 លានយ៉នជាងនេះទៅទៀតបើមានកេរ្តិ៍ឈ្មោះហាងយើងក៏ល្បីតាមនឹងដែរអ្វីដែលសំខាន់ជាងនេះគឺលើកនេះខ្ញុំនឹងយកឈ្នះឈិនហ្វាននៅក្នុងការប្រកួតដើម្បីឲ្យគ្រប់គ្នាបានដឹងថាមីរបស់ឈិនហ្វានគ្មានតម្លៃសូម្បីតែបន្តិចឡើយភ្ញៀវកិត្តិយសនិងទស្សនិកជនទាំងអស់ជាទីគោរពជំរាបសួរនាពេលព្រឹកសូមស្វាគមន៍មកកាន់ទីលានប្រកួតម្ហូបអាហារចិនលើកទី3ថ្ងៃនេះកម្ពុជាចុងភៅមកពីគ្រប់ទីបានមកជួបជុំគ្នាដើម្បីបង្កើតនៅពិធីជប់លៀងដ៏ឈ្ងុយឆ្ងាញ់សម្រាប់ពួកយើងជាដំបូងសូមស្វាគមន៍បេក្ខជនដំបូងគេបង្អស់ដែលជាអ្នកបន្តវេនហាងមីបុរាណត្រកូលឈិនរក្សាស្នាដៃប្រពៃណីជាង10ឆ្នាំមកហើយផ្ចិតផ្ចង់ធ្វើមីមួយចានដែលជាកម្ពុជារសជាតិលើលោកសូមស្វាគមន៍ឈិនហ្វានខ្ញុំធ្លាប់ញ៉ាំមីហាងគាត់គឺពិតជាពិសេសណាស់បេក្ខជនបន្ទាប់មកពីហាងមីវ៉ាងស៊ឺជីវស៊ុនដែលផ្ដោតលើការច្នៃប្រឌិតថ្មីដើរទាន់សម័យកាលលើកស្ទួយវប្បធម៌មីឲ្យឈានដល់កម្រិតខ្ពស់ថ្មីមួយទៀតសូមស្វាគមន៍វ៉ាងជាងគូជំរាបសួរគ្រប់គ្នាខ្ញុំបាទគឺវ៉ាងជាងគូជាថៅកែហាងមីវ៉ាងស៊ឺជីវស៊ុនស្វាគមន៍អ្នកទាំងអស់គ្នាមកលេងហាងមីរបស់ខ្ញុំបាទបងហ្វានហេតុអីពួកគេមកទីនេះដែរគ្រាន់តែជាការតស៊ូចុងក្រោយរបស់សត្វតច្រកប៉ុណ្ណោះគ្មានស្នាដៃផងក៏ហ៊ានមកចូលរួមការប្រកួតម្ហូបអាហារគង់តែទៅជាគ្រឿងកំប្លែងរបស់គេទេឈិនហ្វានថ្មីនេះហាងមីរកស៊ីមិនសូវកាក់កុកមែនទេខ្ញុំប្រាប់ឯងចុះថ្ងៃល្អរបស់ឯងចិត្តអស់ហើយការប្រកួតលើកនេះខ្ញុំនឹងបង្ហាញឲ្យគ្រប់គ្នាបានឃើញច្បាស់ថាហាងមីរបស់ឯងនៅចំពោះមុខខ្ញុំគឺគ្មានតម្លៃសូម្បីតែបន្តិចចាំពួកយើងបានពានរង្វាន់ទៅហាងកំពេចកំប៉ុករបស់ឯងរងចាំតែថ្ងៃបិទទ្វារទៅចុះមើលទឹកមុខពួកគេចុះស្មានតែខ្លួនឯងខ្លាំងណាស់ទៅបងហ្វានខ្ញុំជឿជាក់លើបងពួកគេមិនអាចឈ្នះបងសូម្បីតែមួយទឹកឡើយអ្នកដែលមិនគោរពស្នាដៃនិងមិនឲ្យតម្លៃលើការបន្តវេនធ្វើមីមិនឆ្ងាញ់ឡើយត្រៀមខ្លួនធ្វើម្ហូបរបស់យើងទៅទស្សនិកជនទាំងអស់គ្នាការប្រកួតជុំទី1ចាប់ផ្ដើមឥឡូវនេះជុំនេះគឺជាការប្រកួតគំនិតច្នៃប្រឌិតបេក្ខជនទាំងអស់ត្រូវបញ្ចប់ការធ្វើមីដែលខ្លួនជ្រើសរើសក្នុងរយៈពេល40នាទីឥឡូវនេះចាប់ផ្ដើមរាប់ថយក្រោយមើលជាងចុងភៅវ័យក្មេងម្នាក់នោះចុះស្នាដៃកម្មពិតជាអស្ចារ្យណាស់ហាន់សរសៃមីតូចឆ្មារដូចសរសៃសក់អញ្ចឹងកាយវិការក៏លូនល្អខ្លាំងណាស់ដែរមើលទៅវាពិតជាសប្បាយភ្នែកណាស់អស់ម៉ោងហើយបេក្ខជនទាំងអស់មេត្តាឈប់ធ្វើសកម្មភាព
វ៉ាវគ្រាន់តែឃើញក៏ស្រក់ទឹកមាត់ដែរមីនេះស្វិតឆ្ងាញ់ណាស់ទឹកស៊ុបដិតជាតិតែមិនទ្រលាន់ឡើយក្លិនក្រអូបនៃស្លឹកខ្ទឹមនិងសាច់ដិតជាប់បំពង់ក៏បង្កើតបានជាសម្លេងតន្ត្រីរសជាតិដ៏អស្ចារ្យនៅក្នុងមាត់ជាប់ខ្ញុំធ្វើការងារនេះ24ឆ្នាំហើយក៏មិនបានញ៉ាំមីដែលមានរសជាតិប្លែកគ្នាច្រើនបែបនេះណាស់ជាប់ខ្ញុំសូមប្រកាសថាបេក្ខជនឈិនហ្វានជាប់មានអីត្រូវអ៊ូទៅឡាវស៊ួយរៀបចំរួចរាល់ហើយមែនទេបាទទុកចិត្តចុះខាងនោះរៀបចំរួចរាល់ហើយបន្ទាប់មកទៀតគឺស្នាដៃរបស់បេក្ខជនវ៉ាងជៀងគូឆាតឆាយពេកហើយមើលទៅមិនដូចមីធម្មតាតតែសោះប៉ុណ្ណឹងដែរចង់ជាប់យកសពទៅរសជាតិនេះសម្បូរបែបណាស់គំនិតច្នៃប្រឌិតខ្ពស់និងក្លាហានណាស់ល្អណាស់10ពិន្ទុបេក្ខជនវ៉ាងជៀងគូជាប់ឈិនហ្វានឃើញនៅនេះហើយជាសមត្ថភាពពិតតើអាចទៅរួចយ៉ាងម៉េចការប្រកួតជុំទី2ឈិនហ្វានទទួលបាន 9.8 ពិន្ទុវ៉ាងជៀងគូទទួលបាន 9.8 ពិន្ទុជាប់ការប្រកួតជុំទី3វ៉ាងជៀងគូជាប់ប្រិយមិត្តអ្នកទស្សនាជាទីមេត្រីក្រោយពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញចំនួន4ជុំមកឥឡូវនេះបេក្ខជនដែលត្រូវឡើងទៅប្រកួតវគ្គផ្ដាច់ព្រាត់នៃការប្រកួតម្ហូបអាហារចិនត្រូវបានរកឃើញហើយពួកគេគឺហាងមីស៊ុបបុរាណត្រកូលឈិនគឺឈិនហ្វានហាងមីលំដាប់កំពូលត្រកូលវ៉ាងគឺវ៉ាងជៀងគូឈិនហ្វានវគ្គផ្ដាច់ព្រាត់រយៈពេល3ថ្ងៃទៀតខ្ញុំនឹងធ្វើឲ្យឯងចាញ់ដោយអស់ចិត្តទាំងរឿងចាស់រឿងថ្មីពួកយើងនឹងទូទាត់ជាមួយគ្នាមានការខុបខិតគ្នាហើយបងអានពិតជាមានការខុបខិតគ្នាពីក្រោយក្នុងពិតមែនសមត្ថភាពប៉ុណ្ណឹងឡើងដល់វគ្គផ្ដាច់ព្រាត់គឺច្បាស់ជាសូកប៉ាន់គណៈកម្មការហើយខ្ញុំដឹងហើយចាំមើលទៅវគ្គផ្ដាច់ព្រាត់លើកនេះគឺជាថ្ងៃអវសានពិតប្រាកដរបស់ពួកគេលោកវ៉ាងជៀងគូឬថាអ្នកដែលឡើងមកប្រកួតវគ្គផ្ដាច់ព្រាត់ជាមួយលោកលើកនេះគឺត្រូវជាក្មួយប្រុសបង្កើតរបស់លោកមែនទេឬថាលោកទាំងពីរធ្លាប់បើកហាងមីជាមួយគ្នាតែចុងក្រោយក៏ត្រូវបែកបាក់គ្នាឥឡូវនេះលោកនិងក្មួយប្រុសរបស់លោកត្រូវមកប្រកួតលើឆាកតែមួយខ្លាចជាគូប្រជែងនឹងគ្នាតើអាចប្រាប់បានទេថាកាលពីមុនមានរឿងអ្វីកើតឡើងខ្ញុំពិតជាអ៊ំប្រុសបង្កើតរបស់ឈិនហ្វានមែនក្មេងម្នាក់នេះឪពុកម្ដាយស្លាប់ចោលតាំងពីតូចគឺខ្ញុំនិងប្រពន្ធរបស់ខ្ញុំជាអ្នកចិញ្ចឹមបីបាច់ថែរក្សាគេរហូតដល់ធំក្រោយមកគេនិយាយថាចង់បើកហាងមីដោយយកក្បួនធ្វើមីមកបង្ហាញខ្ញុំមិនបង្អង់យូរទេក៏បានយកប្រាក់សន្សំចុងក្រោយចំនួន2សែនទៅវិនិយោគជាមួយគេក្រោយពេលបើកហាងហើយគឺគ្រួសាររបស់ខ្ញុំទាំងចាស់ទាំងក្មេងខំប្រឹងធ្វើការទាំងយប់ទាំងថ្ងៃរយៈពេល3ឆ្នាំកន្លងផុតទៅពួកយើងបានបែងចែកលុយឲ្យគេចំនួន 180,000 ប៉ុន្តែគេនៅតែឧថាតិចក្រោយមកក៏បិទហាងហើយលួចយកក្បួនធ្វើមីនោះរត់បាត់បង្ខំឲ្យពួកយើងធ្លាក់ខ្លួនដល់ចំណុចតច្រកអ្វីដែលគួរឲ្យខឹងបំផុតនោះគឺគេថែមទាំងហ៊ានមកបើកហាងនៅទល់មុខហាងពួកយើងដើម្បីដណ្ដើមមួយទៀតផងបងប្អូនអ្នកសារព័ត៌មានទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមនិយាយការពិតនៅចំពោះមុខអ្នកទាំងអស់គ្នាក្បួនធ្វើមីនោះតាមពិតជារបស់គ្រួសារយើងសោះឈិនហ្វានតែងតែលួចចម្លងក្បួនធ្វើមីរបស់ពួកយើងរហូតមកពួកយើងឃើញគេជាក្មេងគួរឲ្យអាណិតទើបមិនចង់ប្រកាន់ទោសបីមិននឹកស្មានថាគេបានចិត្តរំមើលគុណថែមទាំងមកបង្កាច់បង្ខូចពួកយើងទៅវិញខ្ញុំចិញ្ចឹមគេ20ឆ្នាំបែរជាបានផលមកវិញបែបនេះសោះខ្ញុំមកចូលរួមការប្រកួតលើកនេះមិនមែនគ្រាន់តែដើម្បីផ្សព្វផ្សាយហាងរបស់ខ្ញុំនោះទេគឺចង់ប្រាប់អ្នកទាំងអស់គ្នាថាពួកយើងរកស៊ីដោយស្មោះត្រង់មិនខ្មាស់សិទ្ធិសម្ជាញ់ខ្លួនឯងឡើយអ៊ំប្រុសអ៊ំស្រីរបស់ឈិនហ្វានគួរឲ្យអាណិតខ្លាំងណាស់វិនិយោគ2សែនរយៈពេល3ឆ្នាំទទួលបាន180,000នៅតែថាអីទៀតតើឈិនហ្វានជាមនុស្សបែបណាទៅលួចក្បួនធ្វើមីគេហើយនៅមកបង្កាច់បង្ខូចគេទៀតគ្រប់គ្រងលោកអ៊ំឈិនហ្វានពេលនេះអ្នករាល់គ្នាកំពុងជួយនិយាយការពារខ្ញុំហើយចាំខ្ញុំឈ្នះពានរង្វាន់សិនចាំមើលថាឯងមានអីមកទោជាមួយខ្ញុំទៀតវ៉ាងស៊ួយស្អែកនេះដល់វគ្គផ្ដាច់ព្រាត់ហើយអាចចាត់ការឈិនហ្វានបានហើយអរគុណលោកខ្លាំងណាស់សម្រាប់ការមើលថែក្នុងអំឡុងពេលនេះចំពោះពានរង្វាន់ថ្ងៃស្អែកសូមលោកជួយសម្រួលផងថៅកែវ៉ាងបើចង់ឈ្នះពានរង្វាន់លុយ2សែនកាលពីមុននោះមិនគ្រាន់ទេណាវ៉ាងស៊ួយតើលោកមានន័យថាម៉េចខ្ញុំសុំមិនច្រើនទេក្រោយពេលឈ្នះពានរង្វាន់ប្រាក់រង្វាន់របស់លោកត្រូវចែកឲ្យខ្ញុំពាក់កណ្ដាលនេះលោកកំពុងគម្រាមចម្រិតទាបប្រាក់តើថៅកែវ៉ាងកុំអាខឹងអីនេះជាវគ្គផ្ដាច់ព្រាត់មានមនុស្សជាច្រើនកំពុងសម្លឹងមើលតំណែងជើងឯកនេះលោកក៏មិនចង់ឲ្យមានបញ្ហានៅពេលនេះដែរមែនទេថៅកែវ៉ាងចិត្តដាច់ខែហើយតើលុយរៀបចំរួចរាល់ហើយឬនៅទាំងដើមទាំងការមិនឲ្យខ្វះមួយកាក់មួយសេនឡើយអ្នកចាត់ការលោកមេតាពន្យាពេល2 3ថ្ងៃទៀតទៅស្ដាប់ណារយៈពេលអនុគ្រោះរបស់អ្នកអនុគ្រោះខ្ញុំប្រាប់អ្នកទៅចុងខែនេះបើលុយមិនចូលកាន់នេះទេកុំសង្ឃឹមថាកេរ្តិ៍ឈ្មោះរបស់អ្នកអាចរក្សាបានឲ្យសោះបានស្មើពាក់កណ្ដាលក៏ពាក់កណ្ដាលដែរខ្ញុំយកព្រមហើយថៅកែវ៉ងពិតជាមើងម៉ាត់ណាស់ថ្ងៃស្អែកខ្ញុំនឹងរងចាំដំណឹងល្អពីអ្នកឡាវ៉ងប្រាក់រង្វាន់ពាក់កណ្ដាលនោះគឺ5សែនយ៉នណាបូកនឹង2សែនយ៉នមុននេះទៀតសរុបទៅគឺ7សែនយ៉នហើយពួកយើងមិនទាន់ទទួលបានលុយផងបែរជាត្រូវចំណាយអស់ច្រើនម្ល៉េះប្រាក់រង្វាន់ពាក់កណ្ដាលមានទៅជាស្អីឲ្យតែថ្ងៃស្អែកឈ្នះប្រកួតជាន់ក្បាលអាស័ព្ទវមលគុណឈិនហ្វេននោះនៅក្រោមបាតជើងលុយប៉ុណ្ណឹងមានទៅជាស្អីឡាវ៉ងនិយាយទៅហើយឲ្យតែឈ្នះឈិនហ្វេនពួកយើងនឹងមានអ្វីគ្រប់យ៉ាង
បន្ទាប់ពីថ្ងៃស្អែកទៅខ្ញុំនឹងធ្វើឲ្យ Chen Fan ចាញ់យ៉ាងអាម៉ាស់បំផុតនៅចំពោះមុខមនុស្សគ្រប់គ្នាសូមបេក្ខជនទាំងពីរអបគ្នាដើម្បីសម្ដែងការគួរសមមិនប្លែកចិត្តសោះដែលលោកមីអាចឡើងមកដល់វគ្គនេះបានតាមពិតគឺបានសូកប៉ាន់គណៈកម្មការសោះលើកនេះការគិតដ៏ល្អរបស់គាត់ច្បាស់ជាត្រូវរលីមិនខានហាងមីត្រកូលវងច្បាស់ជាឈ្នះហាងមីត្រកូលវងច្បាស់ជាឈ្នះប្រិយមិត្តទស្សនិកជនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការប្រកួតវគ្គផ្ដាច់ព្រាត់នៃកម្មវិធីប្រកួតម្ហូបអាហារចិនលើកទី3ប្រធានបទវគ្គផ្ដាច់ព្រាត់ថ្ងៃនេះគឺត្រឡប់ទៅរកភាពសាមញ្ញវិញអ្វីដែលហៅថាត្រឡប់ទៅរកភាពសាមញ្ញគឺតម្រូវឲ្យបេក្ខជនទាំងពីរប្រើប្រាស់គ្រឿងផ្សំដែលសាមញ្ញបំផុតដើម្បីបង្កើតនូវរសជាតិដែលមិនអាចបំភ្លេចបានការប្រកួតចិត្តចាប់ផ្ដើមហើយបន្ទាប់មកយើងសូមយាងបេក្ខជនវគ្គផ្ដាច់ព្រាត់ទាំងពីររូប Chen Fan ថ្ងៃនេះជាថ្ងៃអវសានរបស់អ្នកហើយខ្ញុំនឹងជន់ឈ្លីគេឈ្មោះដែលឯងខំសន្សំជាច្រើនឆ្នាំមកនេះឲ្យខ្ទេចខ្ទីនៅចំពោះមុខមនុស្សគ្រប់គ្នាខ្ញុំនឹងឲ្យអ្នករាល់គ្នាដឹងថាឯង Chen Fan គ្មានតម្លៃស្អីតតែសោះលោកមៀមិនដឹងថាមានពាក្យមួយឃ្លាលោកធ្លាប់ពឺដែរឬទេគឺពឹងអ្នកដទៃមិនស្មើពឹងខ្លួនឯងនោះទេព្រោះថាពឹងភ្នំក៏អាចរលំពឹងមនុស្សក៏អាចរត់ចំណែកឯជំនាញធ្វើម្ហូបដ៏ពិតប្រាកដទើបជាអាវុធដ៏រឹងមាំបំផុតរណ្ដៅដែលខ្លួនឯងជីកទីបំផុតមានតែខ្លួនឯងទេដែលត្រូវលោតចូលហើយក៏មកធ្វើជាសម្ដែងរកពីនាទីនេះអីបន្តិចទៀតឯងនឹងដឹងថាអ្នកណាឈ្នះអ្នកណាចាញ់ហើយពេលវេលាប្រកួតគឺ1ម៉ោងក្រោយ1ម៉ោងគណៈកម្មការទាំង3រូបនឹងធ្វើការវិតម្លៃពិន្ទុរួមផ្អែកលើ4ចំណុចគឺរសជាតិកម្រិតនៃការញ៉ាំភាពច្នៃប្រឌិតនិងការរៀបចំតុបតែងអ្នកដែលមានពិន្ទុខ្ពស់ជាងគេនឹងក្លាយជាម្ចាស់ជើងឯកនៃការប្រកួតនេះខ្ញុំសូមប្រកាសថាការប្រកួតចាប់ផ្ដើមជាផ្លូវការChen Fan ឯងនឹកស្មានមិនដល់ទេមែនទេខ្ញុំបានសូកប៉ាន់គណៈកម្មការរួចជាស្រេចដើម្បីដូរចានមីរបស់ពួកយើងទាំងពីរទឹកនេះឯងច្បាស់ជាចាញ់មិនខានមីមួយចាននេះសរសៃមីទុនស្វិតល្អទឹកស៊ុបមានអាជីរសមិនទ្រលាន់មានរសជាតិប្លែកគ្នាជាច្រើនជាន់និងផ្ដល់រសជាតិដិតជាប់មាត់មិនចេះជិនណាយសម្លេងឆ្នោតមួយនេះខ្ញុំបោះឲ្យបេក្ខជនវ៉ងជៀងហូសម្លេងឆ្នោតរបស់ខ្ញុំក៏បោះឲ្យវ៉ងជៀងយោដែរសំឡេងឆ្នោតទាំងពីរត្រូវបានបោះរួចរាល់លទ្ធផលត្រូវបានសម្រេចហើយឥឡូវនេះខ្ញុំសូមប្រកាសថាម្ចាស់ជើងឯកនៃការប្រកួតម្ហូបអាហារចិនលើកនេះគឺវ៉ងជៀងហូចាំបន្តិចសិនតើជាស្អីហ្នឹងគួរឲ្យខ្ពើមណាស់ហេតុអីបានជាមានសត្វល្អិតនៅក្នុងចានមីអញ្ចឹងនេះវាគ្មានអនាម័យតតែសោះតើអ្នកណាហ៊ានញ៉ាំទៅមិនក៏អាចអញ្ចឹងទៅរួចហេតុអីបានជាអញ្ចឹងហេតុអីនៅក្នុងមីមានសត្វល្អិតទៅវិញបេក្ខជនវ៉ងជៀងហូតើមានរឿងអ្វីកើតឡើងហ្នឹងតើនេះជាការរៀបចំដោយចេតនារបស់អ្នកឬក៏ជាឧបទ្ហេតុនេះមិនមែនខ្ញុំមិនដឹងទេខ្ញុំមិនដឹងថាហេតុអីបានជាបេក្ខជនវ៉ងជៀងហូខ្ញុំសួរអ្នកម្ដងទៀតតែសត្វល្អិតមួយក្បាលនេះវាមានរឿងអីឲ្យប្រាកដនោះមិនមែនជាសត្វល្អិតទេវាជាគ្រឿងផ្សំដ៏សំខាន់មួយនៅក្នុងរបៀបធ្វើមីតាមបែបប្រពៃណីរបស់តំបន់ភ្នំនៃខេត្តយូណានបេក្ខជន Chen Fan អ្នកនិយាយថានេះជាគ្រឿងផ្សំមើលសត្វល្អិតប្រភេទនេះគេហៅថាសត្វល្អិតក្រអូបវាដុះលូតលាស់នៅលើប្រភេទដើមឈើជាក់លាក់ណាមួយនៅលើជម្រាលភ្នំនៃព្រៃជ្រៅក្នុងខេត្តយូណានជារៀងរាល់ឆ្នាំមានតែរយៈពេលដ៏ខ្លីមួយប៉ុណ្ណោះបន្ទាប់ពីដូវវស្សាទើបអាចប្រមូលផលវាបានក្រោយពេលប្រមូលផលបានហើយត្រូវឆ្លងកាត់ការហាលថ្ងៃការលីងការកិននិងដំណាក់កាលជាង10ទៀតទើបអាចក្លាយជាគ្រឿងផ្សំដ៏ពិសេសសម្រាប់មីមួយចាននេះបានវាអាចជួយបន្ថែមនូវក្លិនក្រអូបដ៏ប្លែកមួយដល់ទឹកស៊ុបដែលគ្មានគ្រឿងទេសណាអាចប្រៀបផ្ទឹមបានឡើយជំនាញនេះមិនអាចជំនួសបានឡើយជំនាញនេះគឺជាស្នាដៃមួយជីវិតរបស់សិប្បករម្នាក់ដែលមានអាយុជាង70ឆ្នាំលើកនេះខ្ញុំបានធ្វើដំណើរទៅកាន់តំបន់ភ្នំនៃខេត្តយូណានជាពិសេសដើម្បីរៀនពីសិប្បកររូបនោះអស់រយៈពេលកន្លះខែពេញទើបនាំយកជំនាញនេះត្រឡប់មកវិញពិតជាមានក្លិនក្រអូបប្លែកមែនប៉ុន្តែនេះជាអ្វីដែលនៅក្នុងចានរបស់គូប្រកួតតើហេតុអ្វីបានជាអ្នកដឹងច្បាស់ម្ល៉េះពីព្រោះមេមួយចាននេះគឺខ្ញុំជាអ្នកធ្វើខ្ញុំសូមរាយការណ៍ថាបេក្ខជនវ៉ងជៀងយ៉ូបានខុបខិតជាមួយគណៈកម្មការដើម្បីលួចដូរលទ្ធផលការប្រកួតរបស់ខ្ញុំ Chen Fan កុំមកនិយាយផ្ដេសផ្ដាសនៅទីនេះមីមួយចាននេះខ្ញុំធ្វើដោយដៃផ្ទាល់តើវាខ្លាចជារបស់ឯងតាំងពីពេលណាឯងចាញ់មិនសុខចិត្តក៏មកចោទប្រកាន់គេតែម្ដងពិតមែនហើយ Chen Fan ចុះភូស្តាងរបស់អ្នកណែណាថៅកែវ៉ងបើចង់ឈ្នះជើងឯក2សែនមុននេះគឺមិនគ្រប់គ្រាន់ទេខ្ញុំក៏មិនសុំច្រើនដែរក្រោយពេលឈ្នះជើងឯកប្រាក់រង្វាន់របស់អ្នកត្រូវចែកឲ្យខ្ញុំពាក់កណ្ដាលយល់ព្រមពាក់កណ្ដាលក៏ពាក់កណ្ដាលដែរព្រះឲ្យពួកគេពិតជាបានសូកប៉ាន់គណៈកម្មការមែនអយុធធម៌
អយុធធរនេះមិនមែនជាការពិតទេអញលួចរូបមន្តរបស់ខ្ញុំមិនគ្រាន់ទេនៅទាំងសូប៉ានគណៈកម្មការដើម្បីដូនមេរបស់ខ្ញុំទៀតអញគិតថាគ្មានចន្លោះប្រហោងមែនទេប៉ុន្តែអញភ្លេចសម្ដីមួយម៉ាត់បើមិនចង់ឲ្យគេដឹងកុំធ្វើឡើយនេះជាសម្លេងបន្លំដោយអីទេបច្ចេកវិទ្យាបច្ចុប្បន្នទំនើបណាស់សម្លេងអីក៏អាចធ្វើឡើងបានដែរអ្នកទាំងអស់គ្នាការប្រកួតរបស់យើងតែងតែមានភាពយុត្តិធម៌និងត្រឹមត្រូវជានិច្ចមិនអាចមានរឿងសូប៉ានគណៈកម្មការបែបនេះកើតឡើងឡើយទាំងអស់នេះគឺជារឿងប្រឌិតរបស់បេក្ខជន Chen Fan តែប៉ុណ្ណោះពិតមែនហើយខ្សែអត្ថសម្លេងនេះមិនអាចយកមកធ្វើជាភស្តុតាងបានឡើយ Chen Fan ទោះបីជាឯងមានខ្សែអត្ថសម្លេងក៏ធ្វើអ្វីខ្ញុំមិនបានដែរដរាបណាខ្ញុំមិនសារភាពឯងក៏គ្មានវិធីណាធ្វើបាបខ្ញុំដែរមីអាចធ្វើคล้ายបានខ្សែអត្ថសម្លេងអាចធ្វើคล้ายបានប៉ុន្តែទឹកស៊ុបបាតឆ្នាំងមិនអាចធ្វើคล้ายបានឡើយក្នុងពេលដែលពួកឯងមិនព្រមទទួលស្គាល់ថាបានដូមីពួកយើងនឹងភ្លក់ទឹកស៊ុបដែលនៅសល់ក្នុងឆ្នាំងរបស់ពួកយើងទាំងពីរនាក់នៅទីនេះផ្ទាល់ដើម្បីដឹងស្ខ្មៅតើឯងមានន័យថាម៉េចចង់សង្ស័យលើភាពយុត្តិធម៌នៃការប្រកួតមែនទេទឹកស៊ុបនេះជាព្រលឹងនៃហាងមីតើឯងចង់ពិនិត្យគឺពិនិត្យបានតាមចិត្តមែនទេទីនេះមិនមែនជាកន្លែងឲ្យឯងមកបង្កចំនួនឡើយសន្តិសុខនាំខ្លួនអ្នកបង្កចំនួនម្នាក់នេះចេញទៅមើលទៅអ្នកដែលគួរតែចេញទៅគឺឯងទៅវិញទេលោកប្រធានហេតុអ្វីបានជាលោកអញ្ជើញមកដោយផ្ទាល់អញ្ចឹងការប្រកួតម្ហូបអាហារចិនរបស់យើងបានរៀបចំឡើងជាង10ឆ្នាំមកហើយតែងតែមានភាពយុត្តិធម៌និងត្រឹមត្រូវជានិច្ចថ្ងៃនេះខ្ញុំចង់ដឹងណាស់ថាតើអ្នកណាខ្លះដែលហ៊ានលួចបន្លំនិងប្រឌិតរឿងនៅក្នុងការប្រកួតរបស់ខ្ញុំទៅដួសទឹកស៊ុប2ចានមកនេះទឹកស៊ុបមួយចាននេះថ្លាឆ្វង់ដល់បាតឆ្នាំងប៉ុន្តែមានរសជាតិឈ្ងុយឆ្ងាញ់ពិសាក្លិនក្រអូបជាប់ចិត្តតែមិនជាតិពេកនេះទើបជាការវិលត្រឡប់ទៅរកភាពដើមដ៏ពិតប្រាកដនិងជារូបរាងដែលមីចិនរបស់យើងគួរតែមានពណ៌ទឹកស៊ុបគឺធម្មតាណាស់ថែមទាំងលាយជាមួយស៊ុបសិតគ្រីមបែបបោះចំប្រទេសទៀតគឺពិតជាមិនល្អសោះឡើយខ្ញុំសូមប្រកាសថា Chen Fan គឺល្អជាងហើយស័ក្តិសមជាស្ដេចចុងភៅប្រចាំថ្ងៃនេះការប្រកួតចម្អិនអាហារដែលខ្ញុំរៀបចំឡើងគឺមិនអនុញ្ញាតឲ្យមានរឿងពុករលួយនិងលួចបន្លំបែបនេះកើតឡើងជាដាច់ខាតគណៈកម្មការដែលពាក់ព័ន្ធនឹងត្រូវបណ្តេញចេញជាស្ថាពរនិងត្រូវដាក់ចូលក្នុងបញ្ជីខ្មៅនៃវិស័យនេះលោកប្រធានខ្ញុំពិតជាអយុត្តិធម៌ណាស់គឺវងជាងយោជាអ្នកបង្ខំខ្ញុំទេគេបានបង្ខំឲ្យលុយខ្ញុំ2សែនហើយគំរាមថាបើខ្ញុំមិនជួយសម្រួលទេគេនឹងសងសឹកខ្ញុំក៏ជាជនរងគ្រោះដែរច្បាស់ជាឯងជាអ្នកសុំសំណូកពីខ្ញុំមុនសោះហើយថែមទាំងនិយាយថា2សែនមិនគ្រប់គ្រាន់ទេចង់ឲ្យខ្ញុំចែកប្រាក់រង្វាន់ពាក់កណ្ដាលឲ្យឯងទៀតឥឡូវមានរឿងបែរជាមកទម្លាក់កំហុសលើខ្ញុំទៅវិញឯងនិយាយឈួតគឺឯងជាអ្នកមករកខ្ញុំមុនតើចង់ទិញជើងឯកដោយប្រើលុយ2សែនមែនទេយកសັບទៅឯងយកលុយពួកយើងហើយមិនធ្វើការថែមទាំងហ៊ានមកខំត្រឡប់ក្រោយទៀតប្រគល់លុយឲ្យពួកយើងវិញមក2សែនរៀលមិនឲ្យខ្វះមួយកាក់ឡើយល្មមហើយសិទ្ធិចូលរួមប្រកួតរបស់វងជាងយោត្រូវបានលុបចោលចំណែកគណៈកម្មការដែលពាក់ព័ន្ធនឹងត្រូវបញ្ជូនទៅឲ្យក្រុមអនុវត្តច្បាប់ចាត់ការពួកឯងបានបង្កភាពវឹកវរដល់សណ្ដាប់ធ្នាប់នៃការប្រកួតសូប៉ានគណៈកម្មការនឹងលួចដូរលទ្ធផលការប្រកួតរបស់បេក្ខជនភស្តុតាងគឺច្បាស់កាលណាសន្តិសុខនាំខ្លួនពួកគេចេញទៅលេងខ្ញុំទៅតើពួកឯងមានសិទ្ធិអីមកចាប់ខ្ញុំជាបេក្ខជនប្រកួតខ្ញុំជាម្ចាស់ជើងឯក Chen Fan ឯងចាំមើលទៅខ្ញុំមិនលើកលែងឲ្យឯងឡើយទាំងអស់នេះគឺឯងជាអ្នកបង្កឯងធ្វើបាបខ្ញុំឯងនឹងស្លាប់មិនបានល្អទេអស់លោកស្រីរឿងថ្ងៃនេះគឺជាភាពអាម៉ាស់នៃការប្រកួតរបស់យើងហើយក៏ជាភាពអាម៉ាស់របស់វិស័យម្ហូបអាហារផងដែរប៉ុន្តែការបង្ហាញសមត្ថភាពរបស់បេក្ខជន Chen Fan បានធ្វើឲ្យខ្ញុំមើលឃើញសេចក្តីសង្ឃឹមគាត់មិនត្រឹមតែមានស្នាដៃដ៏ជំនាញប៉ុណ្ណោះទេអ្វីដែលកាន់តែពិបាករកបាននោះគឺការប្រកាន់ខ្ជាប់និងការគោរពចំពោះជំនាញប្រពៃណីនេះហើយជាស្មារតីសិប្បករពិតប្រាកដជាគំរូដែលអ្នកធ្វើម្ហូបយើងទាំងអស់គ្នាគួរតែរៀនសូត្រតាមឥឡូវនេះខ្ញុំសូមប្រកាសថាម្ចាស់ជើងឯកនៃការប្រកួតម្ហូបអាហារចិនលើកនេះគឺ Chen Fan ប្រឹងឡើងសូមអរគុណអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចូលរួមការប្រកួតមិនមែនដើម្បីជើងឯកនេះឬដើម្បីប្រាក់រង្វាន់នោះទេខ្ញុំគ្រាន់តែចង់ឆ្លៀតឱកាសនេះដើម្បីឲ្យមនុស្សកាន់តែច្រើនបានឃើញពីស្នាដៃប្រពៃណីរបស់ប្រទេសយើងដែលជិតបាត់បង់ទៅហើយលោកតាខ្ញុំតែងតែនិយាយថាជំនាញគឺមានជីវិតត្រូវតែមានអ្នកធ្វើមានអ្នកញ៉ាំមានអ្នកចងចាំទើបអាចបន្តពីមួយជំនាន់ទៅមួយជំនាន់បានដូច្នេះខ្ញុំមកឈរនៅទីនេះមិនមែនដើម្បីឈ្នះនរណាក្នុងលោកឡើយគឺចង់ឲ្យអ្នករាល់គ្នាដឹងថាស្នាដៃចាស់ទាំងនេះស័ក្តិសមនឹងត្រូវបានមើលឃើញនិងស័ក្តិសមនឹងត្រូវបានចងចាំបងប្អូនទាំងអស់គ្នាមើលឲ្យច្បាស់ទៅហាងនេះហើយគឺហាងគុយទាវចិត្តខ្មៅដែលបានសូកប៉ាន់គណៈកម្មការក្នុងការប្រកួតម្ហូបអាហារថៃកែឈ្មោះវ៉ាងជាងពណ៌ខ្លួនឯងគ្មានជំនាញទេបែរជាចំណាយលុយសូកប៉ាន់គណៈកម្មការហើយថែមទាំងលួចបដូរស្នាដៃរបស់ក្មួយប្រុសខ្លួនឯងទៀតផងគួរឲ្យស្អប់ខ្ពើមណាស់អាជីវកម្មចិត្តខ្មៅបែបនេះអ្នកទាំងអស់គ្នាកុំមកឲ្យសោះជីសឲ្យឆ្ងាយប្រញាប់ចែករំលែកទៅមិត្តភក្តិនៅជុំវិញខ្លួនកុំឲ្យមនុស្សជាច្រើនទៀតចាញ់បោកគេអ្នកទាំងអស់គ្នាមើលទៅនោះហើយគឺវ៉ាងជាងពណ៌ថៃកែហាងគុយទាវចិត្តខ្មៅនៅទីនោះតើឯងលួចបដូរស្នាដៃរបស់ក្មួយប្រុសតើឯងមិនជឿចាប់ក្នុងចិត្តទេឯងមិនមានអារម្មណ៍ថាខ្មាស់គេទេស្ដោះទឹកមាត់លួចរបស់ក្មួយប្រុសខ្លួនឯងតើឯងនៅតែជាមនុស្សទៀតទេសមមុខហើយមនុស្សបែបនេះគួរតែត្រូវបានគេស្ដោះទឹកមាត់ដាក់ថយចេញទៅ
ទៅឲ្យឆ្ងាយទៅពួកមនុស្សទាំងនោះគ្មានសុជីវធម៌សោះដូចជាឆ្កែឆ្កួតអញ្ចឹងចុះពួកឯងជាអ្នកណានេះជាវីឡារបស់ខ្ញុំចេញទៅឲ្យអស់ទៅលោកវ៉ាងអាចចូលណាទ្រព្យដែលលោកបានបញ្ចាំឥឡូវនេះត្រូវតែដកហូតយកមកវិញប្រញាប់ចាក់ចេញទៅលោកវ៉ាងតើពួកឯងជាអ្នកណាហេតុអ្វីបានជាមកដកហូតយកផ្ទះរបស់យើងអាវ៉ាងខ្ញុំទុកពេលឲ្យឯងច្រើនល្មមហើយវីឡាដែលឯងបញ្ចាំចាប់ពីថ្ងៃនេះទៅគឺជារបស់ខ្ញុំហើយបើឯងហ៊ានឈានជើងចូលទីនេះតែមួយជំហានទៀតប្រយ័ត្នខ្ញុំបញ្ជូនឯងទៅគុកមកពីឯងទាំងអស់គឺឯងដែលបង្ខំឲ្យបញ្ចាំផ្ទះហើយបង្ខំចិត្តទៅចូលរួមការប្រកួតម្ហូបអាហារអីហ្នឹងដើម្បីប្រឆាំងនឹងឆាន់ហ្វានពេលនេះពួកយើងគ្មានសល់អ្វីទាំងអស់តើត្រូវធ្វើដូចម្តេចទៅឬមួយក៏ពួកយើងទៅអង្វរឆាន់ហ្វានទៅប្រហែលជាគេមានចិត្តទន់ព្រមទទួលចិញ្ចឹមពួកយើងទៅអង្វរឆាន់ហ្វានឬគេមានវិធីគេប្រកាសជាមានវិធីអាឡូអាសាងខ្ញុំជាជាងកមែនហើយខ្ញុំមានការប្រញាប់បន្តិចតើឯងអាចឲ្យខ្ញុំខ្ចីលុយខ្លះបានទេមិនច្រើនទេត្រឹមតែ5សែនបានហើយស្ដោះទឹកមាត់វ៉ាងជាងកឯងមើលទង្វើដែលឯងធ្វើដាក់ក្មួយប្រុសខ្លួនឯងទៅផ្សាយតាមទូហើយចាប់ពីពេលនេះទៅខ្ញុំចាត់ទុកថាគ្មានសាច់ញាតិដូចជាឯងឡើយអាឡូស៊ីវហ្វានខ្ញុំជាជាងកអាឡូឆាន់ហ្វានគឺឯងមែនទេគឺខ្ញុំស៊ីវហ្វានតើឯងអាចជួយអ៊ំបានទេអ៊ំដឹងកំហុសហើយស៊ីវហ្វានពួកយើងពិតជាដឹងកំហុសហើយតើឯងអាចអត់ទោសឲ្យពួកយើងបានទេតើឯងអាចឲ្យពួកយើងខ្ចីលុយបន្តិចបានទេពួកយើងមិនសុំការអត់ទោសពីឯងឡើយសុំអង្វរឯងជួយពួកយើងផងស៊ីវហ្វានលោកអ៊ំកាលនោះលោកនិយាយថាលុយនេះជាថ្លៃថែរក្សាឥឡូវនេះខ្ញុំគ្រាន់តែចង់ឲ្យលោកដឹងថាថ្លៃថែរក្សាក្នុងពេលខ្លះគឺថ្លៃណាស់ក្រោយមកខ្ញុំបានដឹងពីមាត់អ្នកដទៃថាអ៊ំស្រីបានលេងលេះជាមួយអ៊ំប្រុសហើយបាននាំវាងសវ័យត្រឡប់ទៅផ្ទះខាងម្ដាយវិញអ៊ំប្រុសគ្មានផ្ទះសម្បែងរស់នៅពេលថ្ងៃត្រូវលីសែងអ៊ិតនៅការដ្ឋានសំណង់ពេលយប់ត្រូវដេកក្រោមស្ពានខ្លាយជាគ្រឿងសើចរបស់សាច់ញាតិនិងមិត្តភ័ក្តិទាំងអស់នៅស្រុកកំណើតធ្វើឲ្យលឿនឡើងបើមិនចង់ធ្វើទេចេញទៅនោះមិនមែនជាវាងជាងកដែលធ្លាប់បើកខាងគុយទាវពីមុនទេដើម្បីលុយសំបីតែក្មួយប្រុសបង្កើតក៏ធ្វើបាបដែរពេលនេះប្រពន្ធរត់ចោលកូនប្រុសមិនយកខ្លាចជាបែបនេះសមុខហើយគឺថាពេលនេះគាត់កំពុងលីសែងអ៊ិតនៅការដ្ឋានសំណង់កាលពីមុនអស់ចាណាស់បើកឡានល្អរស់នៅវីឡាពេលនេះសំបីតែកន្លែងស្នាក់នៅក៏គ្មានដែរខ្ញុំនៅតែបន្តធ្វើគុយទាវត្រឹមតែ100ចានជារៀងរាល់ថ្ងៃរក្សាជំនាញនិងរក្សាកេរដំណែលដែលលោកតាបានបន្សល់ទុកស៊ីវហ្វានគុយទាវរបស់បងនេះទោះបីខ្ញុំញ៉ាំពេញមួយជីវិតក៏មិនចេះត្រលាន់ដែរអូនញ៉ាំយឺតទៅហាមយកវីដេអូផុសបន្តសូមចុច like share និង subscribe YouTube channel របស់ Mr. ឆៃសម្រាយរឿងចិនម្នាក់មួយផងណា